nơi tí ní bóng ôn na khá chạp ở rằm chẳng xoay vô làm pi còn lư đầm bầy miền trọp tràn chiêng môn rồi có miền bạc chùm nâu tràn chiêng môn và chùm miền xô bóng ôn nhưng tặng ọc này và xong chui tẹt đá chung một đáy môi cool và bóng ôn na khá mẹ rằm thà sờ bài rì ẩm nó xa tàu hay phí sách miền thảm phổ xong chui đã biện thà ai được không tràn vào và cái này bóng ôn nhưng bàn châu rùm bàn tràn và áo con trăngรับការជឿជាក់ទុកចិត្តនៅកម្មវិធីដែលពួកខ្ញុំបានធ្វើមិនថាតាមអនឡាញមិនថា offline នៅទីនេះឃើញបងប្អូនយើងខ្លះគាត់ធ្លាប់ចូលកម្មវិធីរបស់យើងពីមុនមកដោយលោកគ្រូគាត់ចូលតាំងពីដើមមកបងតាភាចូលតាំងពីដើមមកបងបងសុភ័ណ្ឌអាសាឃើញហើយបងប្អូនយើងផ្សេងទៀតបាទអបអរសាទរហើយអរគុណច្រើនសម្រាប់ការចូលរួមចំណែកដ៏សំខាន់ដើម្បីយើងខ្លាយខ្លួនទៅជាមនុស្សម្នាក់ដែលអាចដោះស្រាយបញ្ហាខ្លួនឯងផ្នែកហិរញ្ញវត្ថុហើយធ្វើជាគំរូល្អសម្រាប់កូនយើងសម្រាប់សង្គមរបស់យើងសម្រាប់ខ្ញុំទិសដៅពីឥឡូវទៅអ្វីដែលសំខាន់បំផុតគឺខ្លួនឯងត្រូវធ្វើគំរូល្អសម្រាប់កូនហើយនឹងគំរូល្អសម្រាប់អ្នកផ្សេងទៀតដែលគេស្គាល់ខ្ញុំអញ្ចឹងនៅថ្ងៃនេះអ្វីដែលយើងនឹងជជែកជាមួយគ្នាគឺតកតងជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុអញ្ចឹងយើងត្រូវការចំណេះដឹងយើងត្រូវការកលឹះដើម្បីបង្កើនចំណូលឬក៏បង្កើនទ្រព្យនៅក្នុងអំឡុងពេលដូចនៅពេលបច្ចុប្បន្នអញ្ចឹងពេលបច្ចុប្បន្នបើសិនជាអ្នកណាមួយអាចបង្កើនចំណូលបានគឺអស្ចារ្យមែនទែនហើយមានបើមានអ្នកដែលគាត់អាចធ្វើកើតអញ្ចឹងខ្ញុំនៅក្នុងវិស័យនេះបងប្អូនយើងដឹងថាខ្ញុំនៅក្នុងវិស័យនឹងបានប្រហែលឆ្នាំហើយជាង10ឆ្នាំអាចចាត់ទុកថាមើលពីអ្នកដែលគាត់បានធ្វើការសិក្សារៀនសូត្រឲ្យរីកចម្រើនហើយខ្លួនឯងសិក្សារៀនសូត្រឲ្យអនុវត្តបន្តពីពេលទៅពេលខ្លះទោះបីខួរក្បាលយើងមិនសូវឆ្លាតតែបើសិនជាយើងធ្វើកិច្ចការនឹងយូរទៅយើងមានអារម្មណ៍ថាវ៉ាវយើងដឹងចិត្តបងប្អូនណាខ្លះឯកភាពសូមជួយដាក់ពាក្យថា yes នៅក្នុង chat ពេលខ្លះទោះបីយើងមិនសូវឆ្លាតហើយតែសំខាន់យើងធ្វើយូរបាទអញ្ចឹងកិច្ចការនេះខ្ញុំធ្វើបានជាង10ឆ្នាំហើយចំណុចមួយដែលខ្ញុំរក្សាបានគឺខ្ញុំអត់ទាន់បានមានបទពិសោធន៍បោកប្រាស់អ្នកណាម្នាក់ទេអញ្ចឹងបងប្អូនអាចទុកចិត្តជឿជាក់ខ្ញុំបាននៅទីនេះគឺខ្ញុំផ្ដល់ការបង្ហាត់បង្ហាញផ្ដល់ការអប់រំដោយភាពបរិសុទ្ធជាបណ្ដាំគ្រូរបស់ខ្ញុំ Master Belentan គាត់តែងតែប្រើពាក្យមួយគឺ pure education បាទហើយពួកខ្ញុំប្រើនៅទីនេះគឺ authentic education ដែលថាការផ្ដល់ជូនការអប់រំប្រកបដោយភាពសុចរិតភាពនិងភាពស្មោះត្រង់អញ្ចឹងខ្ញុំអាចណែនាំខ្លួនខ្ញុំបន្តិចខ្ញុំខំពិសិដ្ឋខ្ញុំបានចាប់ផ្ដើម PM Leadership តាំងពីឆ្នាំ2011មកហើយ Cash Flow Club Cambodia យើងបានចាប់ផ្ដើមនៅឆ្នាំ2013ហើយយើង support ជាផ្លូវការនៅឆ្នាំ2014នៅក្នុងដំណើរផ្លូវហ្នឹងយើងឃើញថាអ្នកដែលគាត់ធ្វើការសិក្សារៀនសូត្រជាមួយនឹងពួកខ្ញុំបាទអ្នកខ្លះនៅពេលបច្ចុប្បន្នគាត់មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបងប្អូនអ្នកខ្លះយល់ពាក្យហ្នឹងមានន័យថាចំណូលបានមកពីការធ្វើវិនិយោគនៅក្នុងអចលនទ្រព្យធំជាងចំណាយប្រចាំខែរបស់គាត់រួមទាំងចំណាយក្រុមគ្រួសារចំណាយការសិក្សារៀនសូត្ររបស់កូនគ្រប់សពបែបយ៉ាងទាំងអស់គឺគាត់អត់ចាំបាច់ធ្វើការអីទៀតទេអ្វីដែលគាត់ទទួលបានគឺបានមកពីការធ្វើវិនិយោគអញ្ចឹងពួកគាត់បន្តធ្វើការសិក្សារៀនសូត្រជាមួយខ្ញុំជាប្រចាំរហូតដល់សប្តាហ៍ថ្ងៃនេះហើយអ្នកខ្លះរៀនជាមួយខ្ញុំតាំងពីនៅរៀនមានគាត់នៅមហាវិទ្យាល័យឥឡូវខ្ល้ายជាម្ចាស់អាជីវកម្មមានក្រុមការងារមានបុគ្គលិករាប់សិបនាក់ហើយគាត់មានប្រភពចំណូលច្រើនប្រភពហើយមិនត្រឹមតែប៉ុណ្ណឹងអ្វីដែលពិសេសបំផុតគឺអ្នកខ្លះមានកូន2អ្នកខ្លះមានកូន1អ្នកខ្លះមានកូន3អញ្ចឹងខ្ញុំឃើញដំណើរជីវិតហើយនឹងការផ្លាស់ប្ដូរច្រើននៅក្នុងបងប្អូនយើងនៅក្នុងចំណោមបងប្អូនយើងដែលគាត់បានដាក់ចិត្តដាក់កាយនៅក្នុងការធ្វើការសិក្សារៀនសូត្រហ្នឹងហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងរៀនជាមួយខ្ញុំប្រកបដោយទំនុកចិត្តមានអារម្មណ៍ថាអូខេមានសុវត្ថិភាពហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនយើងអាចឆ្ងល់ថាហេតុអីបានជាខ្ញុំធ្វើកិច្ចការហ្នឹងហេតុអីបានជាលោកគ្រូអូនៅតែបន្តធ្វើការបង្ហាត់បង្រៀនមិនថាមានកូវីដមិនថាអត់កូវីដឃើញបរៀនរហូតបាទដូចថ្ងៃមិញនេះខ្ញុំជួបបងស្រីម្នាក់ដែលមានក្រុមការងារច្រើនហើយប្រាក់ចំណូលគាត់ច្រើនកន្លងមកតមកទៀតនៅក្នុងអំឡុងពេលកូវីដគាត់ធ្លាក់ចិត្តបិទក្រុមហ៊ុនហើយខ្ញុំជួបនៅពេលដែលគាត់ជ្រុលខ្លួនជាពាក់អំណុលគេចង់កន្លះលានបានគាត់គាត់យល់ពាក្យខ្ញុំអញ្ចឹងបងប្អូនយើងឃើញជជែកគ្នាបាញ់មិញតើតើជាមួយនឹងភាសាដែលខ្ញុំនិយាយអ្នកខ្លះម្ចាស់អាជីវកម្មមានបុគ្គលិក100អ្នកជាងគាត់ប្រើពេល3ឆ្នាំបានយល់ពាក្យខ្ញុំព្រោះពាក្យខ្ញុំនិយាយជួនកាលមិនមែនប្រើទ្រឹស្ដីគិតចេញទេមិនមែននិយាយអញ្ចឹងមិនថាខ្ញុំអស់ចាឬក៏អួតអីមិនមែនទេភាសាសាមញ្ញពេកដោយសារមនុស្សយើងជាទូទៅចូលចិត្តប្រើភាសាបែបស្មុគស្មាញបាទ exponential logarithm cosine នេះណានេះដោយសារយើងរៀននៅ
ជាឡាយពេកឡើយទីទៀតក្មេងៗបន្លប់បាក់ដប់អញ្ចឹងនៅពេលដែលខ្ញុំជួបគាត់បាទគាត់យល់មកចំណុចនៅក្នុងកំឡុងពេលដែលគាត់ជួបរយៈពេលមួយខែពីមួយខែទៅមួយខែគាត់ផ្លាស់ប្ដូរច្រើនអញ្ចឹងមូលហេតុដែលខ្ញុំធ្វើការបន្តនៅក្នុងការបង្ហាត់បង្ហាញនៅក្នុងការបង្ហាត់បង្រៀនដោយសារតែពេលខ្ញុំអាចថាក្រោកពីគេងនៅពេលព្រឹកប្រកបធម៌ពលគឺនៅពេលដែលខ្ញុំឃើញបាទស្ដាប់ឮនៅការចែកម្លែករបស់បងប្អូនយើងដែលនិយាយអំពីភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុសុភមង្គលគ្រួសាររហូតដល់អ្នកខ្លះដំណាក់កាលមួយទៅដល់ស្ពានជ្រោយចង្វាមានផ្ទះវិឡារថយន្តទំនើបមានជិះរួចហើយចង់លេងគ្នារួចហើយចង់ទៅលោតទឹកដើម្បីសម្រាប់ខ្លួនហើយឥឡូវគាត់ចាប់ផ្ដើមស្រឡាញ់គ្នាខ្លះឡើងវិញគាត់ហ៊ានធានាថា100%ដូចមុនទេតែចាប់ផ្ដើមឡើងវិញរួចហើយគាត់ចាប់ផ្ដើមរកចំណូលបានគាត់ចាប់ផ្ដើមរីកចម្រើនថ្ងៃមុនគាត់ជួបខ្ញុំធ្វើការបង្ហាត់បង្ហាញហើយនៅពេលដែលខ្ញុំរៀបចំដាក់គោលដៅជាមួយគាត់ចង់បានចំណូលជាង$40,000ក្នុងមួយខែអញ្ចឹងគាត់គោលដៅបានលុយប៉ុណ្ណឹងខ្ញុំថាអូខេដើម្បីធ្វើបានលឿនលុះណាតែបានពួក influencer មានន័យថាអ្នកល្បីអញ្ចឹងគាត់គ្រាន់តែកំណត់គោលដៅអញ្ចឹងទៅរួចហើយខ្ញុំប្រាប់ក្បួនខ្លាយខ្លះឥឡូវគាត់បានដោយសារអ្នកល្បីមានមិត្តភ័ក្តិគេមានអ្នកដែល follow នៅលើ Facebook page ឬក៏អីច្រើនហើយឥឡូវគេថតវីដេអូថតអីអញ្ចឹងទៅទីទៀតចំណូលរបស់គាត់កើនហើយពួកឯងរាល់ថ្ងៃគ្រាន់តែគាត់ចាប់ផ្ដើមទទួលបានការបង្ហាត់បង្ហាញគាត់ប្រាប់ឡើងវិញលេងចង់សម្លាប់ខ្លួនចាប់ផ្ដើមស្រឡាញ់គ្នាឡើងវិញអញ្ចឹងគាត់ចាប់ផ្ដើមឡើងចំណូលចូលទាំងគួរសមមូលហេតុដែលខ្ញុំធ្វើដោយសារតែខ្ញុំឃើញភាពរីកចម្រើនរបស់មនុស្សមិនថាអ្នកនឹងដល់កម្រិតណាមួយមានបញ្ហាធ្ងន់ធ្ងរឲ្យតែអ្នកនឹងទទួលបានការបង្ហាត់បង្ហាញច្បាស់លាស់ត្រឹមត្រូវបាទអញ្ចឹងជាទូទៅតែតែឃើញពួកគាត់មានភាពរីកចម្រើនហើយខ្ញុំឃើញបងប្អូនយើងខ្លះគាត់រហូតដល់ជាពាក់អំណុលគេច្រើនមែនទែនគាត់ថាបើសិនគាត់ប្រើពេលវេលាប្រហែលជា50ឆ្នាំហើយតែដោយឡែកនៅពេលដែលគាត់ជួបខ្ញុំគាត់សងបាននៅក្នុងអំឡុងពេលតែ2ឆ្នាំអីជាងឯងហើយដូចឥឡូវហ្នឹងមានលោកគ្រូពេទ្យបាទដុកទ័រកន្លងមកគាត់ជពាក់គេច្រើនណាស់ហើយវិនិយោគឲ្យតែគេនិយាយថាវិនិយោគអីដឹងតែធ្វើជាមួយគេហើយគាត់តែងតែគាត់ខាត3-4 ម៉ឺនអីគាត់ខាតហើយពេទ្យរកលុយបានច្រើនតែគាត់ខាតជាទម្លាប់របស់គាត់ខាតជាប្រពៃណីរបស់គាត់តែដល់ពេលគាត់មកជួបខ្ញុំគាត់បិទចំណុចធ្លុះធ្លាយហ្នឹងរួចហើយគាត់សងបំណុលគេរួចនៅពេលបច្ចុប្បន្នគាត់ចាប់ផ្ដើមសន្សំលុយទុកតាមរយៈគេហៅសន្សំរយៈពេលវែងមានអត្រាការប្រាក់ខ្ពស់ក៏មានឥឡូវអចលនទ្រព្យរបស់គាត់មានចំណូលមកជាប្រចាំក៏មានអចលនទ្រព្យគ្មានចំណូលក៏មាននឹងហើយបន្តមកទៀតនៅក្នុងទីផ្សារពេលហ៊ុនក៏មានអញ្ចឹងខ្ញុំឃើញរូបភាពបែបហ្នឹងទើបខ្ញុំមានកម្លាំងចិត្តនៅក្នុងការបន្តក្នុងការធ្វើការបង្ហាត់បង្ហាញដោយសារខ្ញុំមើលឃើញថាខ្លួនឯងអាចថារៀងមានប្រយោជន៍ខ្លះដែរបើសិនជាខ្ញុំបង្ហាត់បង្ហាញតែមានលទ្ធផលអីសោះក៏ខ្ញុំមិនហ៊ានទៅធ្វើឲ្យបងប្អូនយើងខាតប្រយោជន៍អីដែរបងប្អូនណាខ្លះឯកភាពជាមួយខ្ញុំថាបើសិនជាខ្លួនឯងមានប្រយោជន៍សម្រាប់អ្នកដទៃយើងគួរតែបន្តធ្វើកិច្ចការនឹងបន្តទៅមុខទៀតបងប្អូនណាខ្លះឯកភាពសូមជួយដាក់ពាក្យថាអូ yes ម្ដងទៀតនៅក្នុងឆាតដែលយើងបន្តធ្វើសម្រាប់ខ្ញុំតែពិតខ្ញុំមានប្រយោជន៍ខ្លះដែរតាអញ្ចឹងសុខចិត្តធ្វើទៅទាំងយប់ទាំងថ្ងៃខ្លះមកកាប់3-4កម្មវិធីថ្ងៃខ្លះនៅពេលដែលខ្ញុំបង្ហាត់បង្រៀនផ្ទាល់នៅក្នុងបន្ទប់នៅពេលខ្ញុំចូលក្នុងឡានពឹបអត់មានកម្លាំងទេនៅពេលដែលខ្ញុំបង្ហាត់បង្ហាញកម្លាំងពេញចូលក្នុងឡានពឹបខ្ញុំចាប់ផ្ដើមប្រឆេះឡានបើកម៉ាស៊ីនត្រជាក់ឲ្យខ្លាំងរួចហើយអង្គុយសមាធិមួយផ្លេតដើម្បីមានកម្លាំងគ្រប់គ្រាន់ដើម្បីមានអារម្មណ៍រឹងមាំបើកឡានមកផ្ទះវិញដល់ថ្នាក់ប៉ុណ្ណឹងដោយសារកម្មវិធីជាប់គ្នាពេកតែអ្វីដែលខ្ញុំសប្បាយចិត្តបំផុតករណីខ្លះមានបងប្អូនយើងគាត់ស្វាមីភរិយាបើឆ្លោះគ្នាម៉ោង1ម៉ោង2ម៉ោង3យប់បានត្រូវគ្នាវិញគាត់ប្រើប្រាស់ក្បួនដែលខ្ញុំបង្ហាត់បង្ហាញហើយគាត់ផ្ញើ message មកអរគុណខ្ញុំដោយសារតែគាត់ចាប់ផ្ដើមត្រូវរើគ្នាវិញលេងឆ្លោះលេងអីគ្នាទៅពេលអញ្ចឹងនៅពេលនោះគាត់ថានៅពេលដែលគាត់សរសេរ message ឲ្យខ្ញុំសរសេរសារឲ្យខ្ញុំគាត់ស្រក់ទឹកភ្នែកគាត់យំហើយនៅពេលខ្ញុំអានក៏ខ្ញុំស្រក់ទឹកភ្នែកដោយថាមិនមែនខ្ញុំកាត់ទោសគឺខ្ញុំរំភើបបាទរំភើបរីករាយមិនគួរឲ្យជឿថាគាត់អាចត្រូវរើគ្នាខ្ញុំគិតថាអូខេយើងបន្តធ្វើកិច្ចការហ្នឹងហើយខ្ញុំកំពុងតែព្យាយាមរកមនុស្សដែលគាត់មានលទ្ធភាពមានសមត្ថភាពខ្ញុំក៏បង្ហាត់បង្ហាញគាត់បន្តដើម្បីគាត់ជំហានទី1គាត់បង្ហាត់បង្រៀនក្រុមគ្រួសាររបស់គាត់ឥឡូវសំបីនៅក្នុងកម្មវិធី Money Secret Mastermind ពេលខ្លះខ្ញុំបង្ហាត់បង្រៀនចំណេះដឹងតាក់ទងជាមួយនឹងការធ្វើការបង្ហាត់បង្ហាញតែផ្ដោតសំខាន់តាក់ទងជាមួយនឹងការកសាងទ្រព្យដោយសារលុយសំខាន់
បាទទោះបីបងប្អូនយើងស្ដាប់ធម៌ថាលុយមិនសូវសំខាន់ទៅស្ដាប់អាចារ្យថាលុយមិនសូវសំខាន់បើជួបខ្ញុំត្រូវនិយាយថាលុយសំខាន់នៅពេលដែលនៅរស់លុយសំខាន់ហ្នឹងហើយអញ្ចឹងបងប្អូនយើងត្រៀមខ្លួនដើម្បីទទួលបានចំណេះដឹងចាំបាច់មួយចំនួនសម្រាប់យកទៅធ្វើការឆ្លោះបញ្ចាំងហើយខ្ញុំជឿជាក់ថានៅក្នុងអំឡុងពេលបងប្អូនយើងរៀនអីដែលបងប្អូនយើងគួរតែប្រកាន់ភ្ជាប់គឺចាត់ទុកថាភាសារបស់ខ្ញុំប្រៀបបានដូចកញ្ចក់កុំចាត់ទុកខ្ញុំជាគ្រូកុំចាត់ទុកខ្ញុំជា master កុំចាត់ទុកខ្ញុំជាអីបាទខ្ញុំមានពិសេសអីជាងបងប្អូនយើងគ្រាន់តែខ្ញុំធ្វើកិច្ចការនេះវាច្រើនបានជាង10ឆ្នាំហើយខ្ញុំធ្វើជាមួយនឹងមនុស្សរហូតដល់នៅពេលបច្ចុប្បន្នមានក្រុមគ្រួសារដែលគេមានមែនទែនបាទមាននៅក្នុងកម្រិតមួយដែលគេអត់ចាំបាច់រកស៊ីអីក៏បានដែរគេមានបុគ្គលិកជាង300នាក់ហើយគេបញ្ជូនកូនគេឲ្យមករៀនជាមួយខ្ញុំផ្ទាល់នៅ office របស់ខ្ញុំពីពេលទៅពេលដោយសារគេមានលទ្ធភាពនៅស្រុកខ្មែររបស់យើងគេដាក់កូនគេរៀននៅសាលាដែលថ្លៃបំផុតដូច ISPP ដូចអីចឹងទៅរួចគេបញ្ជូនទៅរៀននៅស្រុកក្រៅហើយត្រឡប់មកវិញគេបន្តមរតកក្រុមហ៊ុនដែលគេមានបុគ្គលិក300-400នាក់ហ្នឹងអញ្ចឹងឥឡូវខ្ញុំបន្តធ្វើការបង្ហាញមនុស្សដែលជួបបញ្ហាធំបំផុតរហូតទៅដល់មនុស្សដែលមាននៅក្នុងកម្រិតខ្ពស់ដែលលាក់មុខអញ្ចឹងខ្ញុំមានបទពិសោធន៍រាងគួរសមអាចថាគួរសមជាងអ្នកដែលមិនបានធ្វើមិនមែនមានន័យថាខ្ញុំជាងអស្ចារ្យអីទេគ្រាន់តែយើងបានធ្វើរឿងច្រើនអញ្ចឹងខ្ញុំនឹងចែកម្លែកនៅគោលការណ៍ឬក៏យើងនិយាយថាបេសកកម្មដើម្បីដើរទៅរកភាពមានបានផ្នែកហិរញ្ញវត្ថុចំនួន7ចំណុចបាទអញ្ចឹងមុននឹងខ្ញុំចាប់ផ្ដើមខ្ញុំអាចសាកសួរទៅកាន់បងប្អូនយើងបងប្អូនណាខ្លះនៅពេលបច្ចុប្បន្ននេះមានបំណុលតិចតួចមិនថាចំនួនណាមួយមានតិចតួចហើយមានច្រើនមានអីឲ្យតែមានបំណុលបងប្អូនណាខ្លះមានបំណុលសូមជួយដាក់ពាក្យoh yes នៅក្នុង chat ត្រូវមានមោទនភាពដោយគេបរៀនយើងថាមានមោទនភាពតែពិតឥឡូវអ្នកដែលខ្ញុំបង្ហាត់បង្ហាញម្នាក់គាត់ថាលោកគ្រូអត់ទេអាគេបង្រៀនថាមានមោទនភាពឯទៅហើយអ្នកដែលខ្ញុំបរៀនរាល់ថ្ងៃភាគច្រើនគឺកំពុងតែរៀបចំផែនការដើម្បីរស់នៅគ្មានបំណុលហ្នឹងហើយដំបូងឡើយឬគេបរៀនថាមានមោទនភាពជាជាពាក់គេច្រើនឥឡូវរៀងជ្រុលខ្លួនហ្នឹងហើយអបអរសាទរបងប្អូនយើងដែលអាចដើរទៅមកជំហានទៅការមានបំណុលតែក៏ត្រូវមើលខ្លួនឯងដែរខ្ញុំនិយាយនៅកន្លែងនេះដោយសារតែអ្នកមានដែលគេបានធ្វើការសិក្សាស្រាវជ្រាវជាទូទៅគឺគាត់ជៀសវាងបំណុលបងប្អូននេះចាប់សម្ដីខ្ញុំឲ្យតន់មាន2ផ្នែកផ្នែកទី1គឺដើម្បីយើងមានយើងត្រូវជៀសវាងបំណុលផ្នែកទី2ដើម្បីយើងមានយើងត្រូវមានបំណុលអញ្ចឹងបងប្អូនយើងសួរថាលោកគ្រូតើពីរនេះខុសគ្នាមិនផ្នែកទី1បំណុលដែលយើងមានភាគច្រើនអញ្ចឹងខ្ញុំអាចសួរបងប្អូនយើងថាតើរាល់ថ្ងៃយើងចាយលុយដែលយើងកសាងពីអតីតកាលឬក៏យើងចាយលុយពីអនាគតអ្នកដែលប្រើប្រាស់បំណុលមានន័យថាកំពុងតែប្រើប្រាស់លុយអនាគតដើម្បីចាយហើយអញ្ចឹងនៅពេលដែលយើងប្រើប្រាស់លុយអនាគតដើម្បីចាយជាហានិភ័យមួយធំណាស់សម្រាប់អ្នកដែលអត់ទាន់មានទ្រព្យច្រើនអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងធ្វើការឆ្លងបញ្ចាំងអ្នកដែលចាយលុយអតីតកាលឧទាហរណ៍គាត់មានផ្ទះដោយករណីបងប្រុសវីរៈគាត់មានបន្ទប់ជួល38បន្ទប់អញ្ចឹងសពថ្ងៃការចំណាយរបស់គាត់មួយខែជាង1000គាត់មានកូន2តូចមួយខែគាត់ចាយជាង1000ហើយចំណូលរបស់គាត់បានទុំហើយជា3000អញ្ចឹងគាត់នៅសល់ជាង1000អញ្ចឹងលុយដែលគាត់ចាយសពថ្ងៃមិនមែនលុយអនាគតដូចអ្នកដែលជាពាក់បំណុលគេយកមកចាយទេអញ្ចឹងលុយរបស់គាត់គឺគាត់ចាយលុយអតីតកាលនោះឯងដែលជាគោលដៅនៅក្នុងជីវិតរបស់យើងដែលខ្ញុំអាចនិយាយថាជាជំហានទី2ដើម្បីយើងនិយាយពាក្យថាអូខេខ្ញុំមានបំណុលតែបំណុលរបស់ខ្ញុំគឺជួយឲ្យខ្ញុំមានសេរីភាពផ្នែកហិរញ្ញវត្ថុតែភាគច្រើននៅទីនេះខ្ញុំអាចនិយាយថាមនុស្សស្ទើរតែ100%ពិសេសនៅក្នុងកម្រិតយើងអាជីវកម្មខ្នាតតូចឬក៏អ្នកធ្វើការនៅពេលដែលយើងនិយាយថាបំណុលគឺបំណុលដែលយើងមិនគួរមានទេគឺបំណុលអាក្រក់អញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងចាប់កន្លែងនឹង note គួរតែចារនៅក្នុងគម្ពីរខ្លួនឯងប្រាប់ថាបើមិនចាំបាច់កុំមានបំណុលបើមិនចាំបាច់ហើយនៅពេលដែលខ្ញុំនិយាយថាចាំបាច់លុះណាតែបើសិនជាយើងបានមកថាយើងវិនិយោគនៅក្នុងទ្រព្យមួយឧទាហរណ៍ទ្រព្យមួយនៅពេលដែលយើងវិនិយោគទៅផ្ដល់ឲ្យយើងត្រឡប់មកវិញនៅប្រាក់ចំណូលក្នុងមួយខែ500រួចហើយយើងបង់ឲ្យធនាគារ300អញ្ចឹងយើងនៅសល់200ចឹងនឹងបានធ្វើតែកាលណាយើងធ្វើហើយអត់មានចំណូលអីត្រឡប់មកវិញកុំធ្វើអូខេអញ្ចឹងយើងត្រៀមខ្លួនទាំងអស់គ្នាដើម្បីដើរទៅកាន់បេសកកម្មរបស់យើងដើម្បីយើងមានទ្រព្យបាទបេសកកម្មទី1អីដែលយើងត្រូវធ្វើគឺ
យើងសួរថាតើយើងយល់ពាក្យថាមាននឹងមានន័យថាម៉េចឡើយព្រោះមនុស្សភាគច្រើនចង់មានតើមានន័យថាម៉េចអញ្ចឹងយើងអាចសម័យមើលបើសិនជាយើងឈរមុខកញ្ចក់ព្រោះយើងមើលខ្លួនឯងនៅក្នុងកញ្ចក់ដូចឥឡូវបងប្អូនយើងបើកកាមេរ៉ាសាកមើលបើកកាមេរ៉ារួចហើយបើកកន្លែង gallery រួចហើយមើលមុខខ្លួនឯងនៅក្នុង Zoom នៅក្នុងកម្មវិធីរបស់យើងរួចហើយសួរខ្លួនឯងថាតើឥឡូវខ្ញុំមានអារម្មណ៍បែបម៉េចជាមួយនឹងខ្លួនឯងការឆ្លើយជាមួយនឹងសំណួរហ្នឹងឆ្លុះបញ្ចាំងថាមនុស្សហ្នឹងមានទ្រព្យឬក៏មិនសូវមានទ្រព្យអារម្មណ៍ដែលយើងមានជាមួយនឹងខ្លួនឯងដោយសារភាពមានបានគឺអារម្មណ៍យើងអត់តនិយាយរឿងលុយទេតែអារម្មណ៍យើងសពថ្ងៃយើងមានយ៉ាងម៉េចដែរជាមួយនឹងក្រុមគ្រួសាររបស់យើងតែជីវិតរស់នៅរបស់យើងជាទូទៅយើងមានអារម្មណ៍បែបម៉េចតំណាក់តំណងជាមួយនឹងស្វាមីភរិយាទៅយើងមានអារម្មណ៍បែបម៉េចអារម្មណ៍សុភមង្គលឬក៏អារម្មណ៍ឆាប់ខឹងគ្នាឬក៏អារម្មណ៍មានអារម្មណ៍តូចចិត្តឬក៏ពេលខ្លះអារម្មណ៍ស្អប់រហូតដល់ខ្ញុំសួរអ្នកដែលខ្ញុំធ្វើការបង្ហាត់ស្វាមីភរិយាខ្ញុំសួរថាធ្លាប់មានអារម្មណ៍ពេលខ្លះចង់សម្លាប់គ្នាពួកអីពួកគាត់អាសាឆ្លោះគ្នាគាត់ថាខ្ញុំឲ្យគាត់ឆ្លើយស្មោះត្រង់គាត់ថាគាត់ធ្លាប់វ៉ាវអញ្ចឹងខ្ញុំត្រូវធ្វើការបង្ហាត់បង្ហាញដើម្បីសម្លាប់ចិត្តនោះមិនសម្លាប់មនុស្សសម្លាប់ចិត្តអញ្ចឹងឆ្លុះបញ្ចាំងបន្តទៀតតកតូនជាមួយនឹងតើសពថ្ងៃហ្នឹងការងារខ្លួនឯងតើយើងមានអារម្មណ៍បែបម៉េចទៅពេលទៅធ្វើការយើងមានអារម្មណ៍បែបម៉េចទៅធ្វើការពោពេញធម៌ពលខ្ពស់ឬក៏មានអារម្មណ៍ថាអូ stress តបប្រមល់ព្រោះនៅពេលបច្ចុប្បន្ននៅលើโลกមនុស្សភាគច្រើនអត់សូវមានធម៌ពលល្អជុំវិញការងារដោយសារសេដ្ឋកិច្ចវារៀង tough យុគសម័យនៅពេលបច្ចុប្បន្នហ្នឹងគឺនៅក្នុងដំណាក់កាលមួយគេហៅដំណាក់កាលតឹងតែងបាទអញ្ចឹងសំណួរដែលខ្ញុំធ្វើការឆ្លុះបញ្ចាំងទៅអំបាម៉ាហ្នឹងគឺជាការឆ្លុះបញ្ចាំងអំពីពាក្យថាទ្រព្យតើយើងមានអារម្មណ៍យ៉ាងម៉េចជាមួយនឹងប្រាក់ចំណូលរបស់យើងបាទរបស់ខ្លួនឯងព្រោះករណីខ្លះអ្នកខ្លះគាត់មានប្រាក់ចំណូលច្រើនប្រភពដូចប្អូនប្រុសម្នាក់ដែលខ្ញុំធ្វើការបង្ហាត់បង្ហាញកន្លងមកអញ្ចឹងគាត់មានចំណូលពីនេះតិចពីនោះតិចពេលអញ្ចឹងគាត់អាចថានៅពេលដែលសួរសំណួរសួរថាតើមានអារម្មណ៍យ៉ាងជាមួយនឹងប្រាក់ចំណូលគាត់ថាមានអារម្មណ៍ថាស្រួលខ្លួនបាទពាក្យនោះឯងដែលធ្វើឲ្យគាត់មានអារម្មណ៍ថាមានបើសិនជាគាត់មានចំណូលច្រើនតែអារម្មណ៍របស់គាត់មិនសូវសប្បាយចិត្តជាមួយនឹងចំណូលអាហ្នឹងក៏មិនមែនមានន័យថាមានដែរយើងអាចសួរគាត់តើតើយើងអាចសួរខ្លួនឯងថាតើអនាគតរបស់ខ្ញុំ20 30ឆ្នាំទៅមុខតើខ្ញុំមានអារម្មណ៍បែបម៉េចហ្នឹងហើយអញ្ចឹងនៅពេលដែលយើងសួរសំណួរទាំងអស់ហ្នឹងចម្លើយរបស់យើងបើសិនជាអារម្មណ៍របស់យើងអវិជ្ជមានន័យថាផ្នែកទ្រព្យសម្បត្តិមិនមែនជាលុយរបស់យើងភាសាអង់គ្លេសហៅភួរមានន័យថាខ្វះខាតមិនមែនប្រែពាក្យថាក្រហើយគឺខ្វះខាតសុភមង្គលខ្វះខាតធម៌ពលខ្វះខាតក្តីសង្ឃឹមខ្វះខាតទំនុកចិត្តខ្វះខាតក្តីស្រឡាញ់ខ្វះខាតសេចក្តីសុខផ្លូវចិត្តទាំងអស់ហ្នឹងគឺស្មើនឹងពាក្យថាភួរហើយយើងប្រែមកជាខ្មែរមានថាក្រីក្របាទបន្តមកទៀតអឺយើងសួរខ្លួនឯងថាតើទ្រព្យសម្បត្តិផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំតើមានន័យថាម៉េចអញ្ចឹងនៅពេលហ្នឹងយើងចាប់ដើមសួរខ្លួនឯងតើសប្តាហ៍ថ្ងៃចំណូលដែលរកបានមកហើយនឹងចំណាយដែលចាយទៅវិញមួយណាធំជាងបាទដោយស្មោះត្រង់បងប្អូនយើងនៅទីនេះចំណូលចូលហើយនឹងចំណាយចេញតើមួយណាធំជាងបាទបងប្អូនយើងសូមជួយសរសេរនៅក្នុងឆាតជាទូទៅចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូរនៅក្នុងជីវិតភាពរីកចម្រើនរបស់យើងគឺចាប់ផ្ដើមនៅពេលដែលយើងមានអារម្មណ៍ថា awareness ភាសាអង់គ្លេសគេហៅ awareness មានអារម្មណ៍ភ្ញាក់ខ្លួនអ្នកខ្លះដូចខ្ញុំជួបបងស្រីព្រឹកមិញគាត់ថាគាត់សប្បាយរីករាយជាមួយនឹងការចាយបំណុលចាយរហូតដល់ខ្ញុំឆ្លោះបញ្ចាំងបន្តិចបានគាត់ភ្ញាក់ខ្លួនរកតម្រាំតែភ្ញាក់ខ្លួនឡើងដល់កន្លះលានបាត់ហើយទៅពេលអញ្ចឹងគាត់ថាចង់ជ្រុលបាទជ្រុលមិនមែនជ្រុលធម្មតាជ្រុលធ្វើឲ្យគាត់គេងមិនសូវលក់រាល់ថ្ងៃបានធ្វើសមាធិរបស់ខាំវិសិទ្ធយោងហ្នឹងអញ្ចឹងរាល់ថ្ងៃគាត់ធ្វើក្បួនសមាធិរបស់ខាំវិសិទ្ធយកទៅដើម្បីសម្រួលអារម្មណ៍ដើម្បីមានធម៌ពលហើយគាត់ចាប់ដើមការចំណូលឡើងវិញអញ្ចឹងចំណូលតិចជាងចំណាយបាទបងចន្ទថនបាទភាគច្រើនគឺចំណាយធំជាងចំណូលអូខេចំណាយច្រើនជាងនឹងអញ្ចឹងមានន័យថានៅពេលដែលយើងប្រើពាក្យថាចំណាយច្រើនជាងវាឆ្លុះបញ្ចាំងអំពីទ្រព្យសម្បត្តិផ្នែកហិរញ្ញវត្ថុបាទផ្នែកថវិការបស់យើងគឺនៅក្នុងកម្រិតមួយហើយហ្នឹងហើយអញ្ចឹងជំហានទី1យើងត្រូវយល់អំពីពាក្យថាទ្រព្យមានន័យថាម៉េចនៅពេលដែលខ្ញុំនិយាយថាទ្រព្យមានន័យថាម៉េចមានពីរផ្នែកដែលខ្ញុំសួរសំណួរទៅកាន់បងប្អូនយើងបាញ់មិញឧបមាថាយើងឈរមុខកញ្ចក់តើយើងមានអារម្មណ៍យ៉ាងម៉េចជាមួយនឹងខ្លួនឯងអីគ្រប់សពបែបយ៉ាងហ្នឹងទាំងអស់ហ្នឹងមានឥទ្ធិពលខ្លាំងណាស់
មកកាន់ការរកប្រាក់ចំណូលដោយបងស្រីដែលខ្ញុំធ្វើការបង្ហាត់បង្ហាញគាត់ចង់សងបំណុលឲ្យបានលឿនអញ្ចឹងជំហានទី1ខ្ញុំឲ្យគាត់សរសេរតាក់ទងជាមួយនឹងការជំរះនៅជាតិពុលឬក៏ថ្នាំពុលដែលគាត់មានជាមួយនឹងខ្លួនឯងគឺភាសាអវិជ្ជមានការគិតអវិជ្ជមានជាមួយនឹងខ្លួនឯងអារម្មណ៍អវិជ្ជមានជាមួយនឹងខ្លួនឯងហើយបន្តមកទៀតគាត់ចាប់ផ្ដើមសរសេរអ្វីមួយដែលវិជ្ជមានហើយតមកទៀតគាត់ចាប់ផ្ដើមដាក់បញ្ចូលនៅឱសថដើម្បីព្យាបាលនៅបញ្ហាជីវិតរបស់គាត់ខ្ញុំប្រើពាក្យសាមញ្ញអញ្ចឹងតែមិនមែនងាយស្រួលប្រហែលទេត្រូវការបង្ហាត់បង្ហាញវែងឆ្ងាយអញ្ចឹងគាត់តែមកប្រើគាត់ជួបខ្ញុំមកប្រើហ្នឹងឃើញថាគាត់មិនគួរឲ្យជឿដំណើរផ្លូវឃើញថាវាទល់ហើយតែទៅពេលឥឡូវគាត់ចាប់ផ្ដើមរកបានខ្ទង់10000ឡើងវិញទៅវ៉ាវចឹងព្រឹកមិញទៅពេលជួបគាត់សួររឿងកូនសួររឿងអីសួរពីការអប់រំកូនអីចឹងទៅដោយសារគាត់ថាចំណូលរាំងគួរសមហើយលោកគ្រូដោយសារគ្រាន់តែជួបលោកគ្រូចឹងទៅឃើញថាមានការប្រែប្រួលចឹងទាំងអស់ហ្នឹងដែលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងតាមដាននៅពេលយើងនិយាយពីពាក្យថាទ្រព្យមានពីរផ្នែកទ្រព្យសម្បត្តិដែលមិនមែនជាលុយពិសេសគឺតកតូនជាមួយអារម្មណ៍ហើយនឹងទ្រព្យសម្បត្តិតកតូនជាមួយផ្នែកហិរញ្ញវត្ថុតមកទៀតយើងដើរទៅកាន់ចំណែកទី2ចំណែកទី2ដើម្បីយើងមានបានយើងត្រូវសួរខ្លួនឯងថាតើសប្តាហ៍ថ្ងៃខ្ញុំមានផែនការផ្នែកហិរញ្ញវត្ថុហើយនៅអញ្ចឹងនៅទីនេះបងប្អូនអ្នកខ្លះមានផែនការផ្នែកហិរញ្ញវត្ថុឧទាហរណ៍បើសិនជាក្នុងមួយខែបងប្អូនយើងចាយ$1000អញ្ចឹងរយៈពេល6ទៅ12ខែតើបងប្អូនយើងបានត្រៀមការចំណាយនឹងទុកហើយនៅមានន័យថាយើងមានលុយ6000ទៅ12000អញ្ចឹងសម្រាប់បងប្អូនយើងដែលចូល 10 day money secret បាទបងដាភាមានហើយបាទអបអរសាទរបាទបងដាភាមានតាំងពីនៅក្នុងកម្មវិធី Mastery បងប្អូនយើងផ្សេងទៀតបងប្អូនអ្នកខ្លះបានចូលកម្មវិធី 10 day money secret បាទសូមជួយដាក់ពាក្យ Oh yes ក្នុងឆាតសម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ 10 day money secret បាទលោកគ្រូលេនជុនគាត់ចូលហើយបាទអូខេមានបងប្អូនយើងចូលអញ្ចឹងជំហានទី1បងប្អូនយើងត្រូវដឹងអំពីចំណាយប្រចាំខែខ្លួនឯងបន្តមកទៀតមកថាបើសិនជាក្នុងមួយខែចាយ1000ទិសដៅរបស់យើងគឺធ្វើម៉េចរកចំណូលដល់មិនចាំបាច់ធ្វើការបានជាង$1000ក្នុងមួយខែតែនោះគឺជាទិសដៅរបស់យើងធ្វើម៉េចកុំតាន់អាខ្វល់គោលដៅរបស់យើងគឺធ្វើម៉េចឲ្យបានចំណូលធំជាង$1000ក្នុងមួយខែមិនថាតាមអចលនទ្រព្យមិនថាតាមការដាក់នៅក្នុងធនាគារយើងត្រូវតែមានផែនការច្បាស់លាស់អញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងដែលមិនទាន់ចូលកម្មវិធី 10 Day Money Secret បាទរកឱកាសចូលកម្មវិធីនឹងរៀនខ្លួនឯងតាមអនឡាញហើយមានឱកាសជួបខ្ញុំ4ដងនៅក្នុងMoney Secret Mastermind កន្លែងនេះសំខាន់ណាស់នៅពេលដែលខ្ញុំជួបដុកទ័រពីអ្នកស្វាមីភរិយារងហើយខ្ញុំបង្ហាត់បង្ហាញដុកទ័រច្រើនដុកទ័រមកគូលើកមុនបាទរងហើយមានមកគូថ្មីមកទៀតលក្ខណៈស្វាមីភរិយាពួកគាត់សិតដុកទ័រសាមុនដុកទ័រដូចគ្នាសិតដុកទ័រអញ្ចឹងនៅពេលដែលខ្ញុំធ្វើការបង្ហាត់បង្ហាញខ្ញុំអញ្ជើញគាត់មកជួបខ្ញុំផ្ទាល់នៅក្នុង office របស់ខ្ញុំពីអ្នកស្វាមីភរិយារបស់គាត់ហើយខ្ញុំនាំគាត់រៀបចំផែនការហិរញ្ញវត្ថុរបស់គាត់នៅពេលដែលគាត់រៀបចំអញ្ចឹងគាត់ដឹងតើក្នុងមួយខែគាត់ចាយប៉ុន្មានហើយដើម្បីគាត់មានចំណូលធំជាងការចំណាយរបស់គាត់ដល់មិនចាំបាច់ធ្វើការតើគាត់ផ្ដោតលើអីខ្លះអញ្ចឹងរងថ្ងៃគាត់ផ្ដោតអចលនទ្រព្យហើយពេទ្យរកលុយបានរងថ្ងៃតាមប្តីតាមប្រពន្ធរកលុយបានអញ្ចឹងគាត់អាសាមានឱកាសនៅក្នុងការវិនិយោគក្នុងអចលនទ្រព្យហើយនៅក្នុងអំឡុងពេលបច្ចុប្បន្នភាគច្រើនអចលនទ្រព្យវារៀងធាក់ថ្លៃអញ្ចឹងឱកាសល្អសម្រាប់គាត់អញ្ចឹងយើងត្រូវមានផែនការច្បាស់លាស់អញ្ចឹងតមកទៀតនៅពេលដែលយើងមានផែនការច្បាស់លាស់ហើយតើយើងបានអនុវត្តតាមផែនការអត់ចំណុចទី3អ្នកដែលមានផែនការហើយបើជាទូទៅនៅពេលដែលមានដៃគូទំនួលខុសត្រូវដោយដុកទ័រខ្ញុំពងនិយាយហ្នឹងខ្ញុំអត់ហ៊ាននិយាយឈ្មោះគាត់ទេការពារភាពឯកជនរបស់បុគ្គលបាទអានឹងជាក្រមសីលធម៌វិជ្ជាជីវៈរបស់ខាងគ្រូបង្ហាត់បង្ហាញអញ្ចឹងពួកគាត់មានចំណេះដឹងដែលគាត់រៀនជាមួយខ្ញុំសិតតែ Mastery 2.0 ដូចគ្នាអញ្ចឹងគាត់តាមវិញទៅមកព្រោះគាត់រៀនជាមួយខ្ញុំហើយគាត់មាន Mastermind របស់គាត់មានក្រុម Mastermind សិតតែម្ចាស់អាជីវកម្មដូចគ្នាហើយគាត់ជួបជុំគ្នាដើម្បីតាមដានភាពរីកចម្រើននៅក្នុងជីវិតរបស់ពួកគាត់តាមដានមើលមិនដែរការធ្វើវិនិយោគសុភមង្គលគ្រួសារយ៉ាងម៉េចដែររហូតដល់អ្នកខ្លះនៅលាវគេជួយគ្នាដើម្បីរកគូឲ្យឆាប់បានទៀតអញ្ចឹង Mastermind សំខាន់ណាស់មិនត្រឹមតែទ្រព្យសម្បត្តិផ្នែកលុយទេ
សូម្បីតែទ្រព្យសម្បត្តិផ្នែកសុភមង្គលគ្រួសារគូសកលគេជួយគ្នាបានដែរអញ្ចឹងរាល់ថ្ងៃតើបងប្អូនអ្នកខ្លះមានជាដៃគូទំនួលខុសត្រូវឬក៏មាន mastermind នៅក្នុងក្រុមគ្រួសារនៅមានថាចាប់ផ្ដើមចេញពីស្វាមីភរិយាចាប់ផ្ដើមចេញពីការពិភាក្សាមួយកូនដោយព្រឹកមិញខ្ញុំសួរបងស្រីសួរថាតើកូនគាត់បានសំលុយគាត់ថាគាត់មិនសំឥឡូវយកលុយទៅដាក់ក្នុងធនាគារហើយថ្ងៃមុនខ្ញុំជួបបងប្អូនយើងនៅពេលខ្ញុំសួរទៅខ្ញុំមានអារម្មណ៍ថាវ៉ាល្អជាងការបង្ហាត់រៀនរបស់ខ្ញុំមានអារម្មណ៍ថាមានប្រយោជន៍មិនត្រឹមតែគាត់ទេដល់កូនឥឡូវកូនគាត់ចាប់ផ្ដើមថាមានកុងធនាគារហើយនៅក្នុងធនាគារខ្លះគេទទួលបង្កើត account ឪពុកម្ដាយជាមួយនឹងកូនហើយរក្សាទុករយៈពេលវែងហ្នឹងហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងមានផែនការហើយអនុវត្តតាមផែនការដើម្បីអនុវត្តតាមផែនការជាទូទៅលុះណាទៅយើងមានដៃគូទំនួលខុសត្រូវយើងមានការបង្ហាញហើយនៅក្នុងក្រុមគ្រួសារខ្ញុំលើកទឹកចិត្តឲ្យស្វាមីភរិយាកូនអាសាជជែកគ្នាតើទៅរឿងលុយបាទពិសេសដោយករណីមករយៈពេលកន្លងមកបងប្អូនយើងជាច្រើនគាត់ស្វែងយល់អំពីការបង្ហាត់បង្រៀនកូនបានមួយចំនួនហើយដូចមកខ្ញុំជែកមួយបងស្រីដោយសារកូនគាត់អត់បានរៀនដូចកូនស្រីរបស់ខ្ញុំឯងកូនស្រីរបស់ខ្ញុំក៏រៀនចំណេះដឹងមួយសំខាន់មែនទែនគឺចំណង់ហើយនឹងតម្រូវការអញ្ចឹងគាត់បញ្យល់ខ្ញុំវិញគាត់ថាប៉ាតម្រូវការឧទាហរណ៍ដូចជាទឹកបាទដូចទឹកដូចបាយដូចផ្ទះដូចអីហ្នឹងជាតម្រូវការធ្វើយើងរស់នៅធ្វើឲ្យយើងរស់រៀនមានជីវិតបានអញ្ចឹងយើងត្រូវការចំណាយមួយទៀតចំណង់ហ្នឹងវាអត់ចាំបាច់ទេប៉ុន្តែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាសប្បាយរីករាយអញ្ចឹងនៅពេលដែលខ្ញុំនាំគាត់ទៅផ្សារទៅអីចង់ទិញអីមួយយើងតែទៅសួរគាត់ហើយនៅពេលគាត់ចង់បានថយឧទាហរណ៍របស់លេងខ្ញុំសួរគាត់កូនតើរបស់ហ្នឹងជារបស់តាមតម្រូវការឬក៏តាមចំណង់គាត់ថាអាហ្នឹងវ័នអញ្ចឹងវ័នអត់ល្អទេគាត់ថាខ្លាចភួរខ្លាចក្រអញ្ចឹងក៏អត់ទិញទេអញ្ចឹងរងថ្ងៃរៀងរាល់ព្រឹកគាត់មិនសមលុយកន្លងមកភរិយារបស់ខ្ញុំគាត់វាយកូនជ្រូកដែលគាត់មិនសមបានដូច8លានថែមតិចតួចអញ្ចឹងទៅនិយាយចំទៅបងប្អូនយើងណូតកន្លែងនេះទុកសំខាន់ណាស់កន្លែងហ្នឹងសម្រាប់ខ្ញុំគឺជារបបកំហើញមួយបាទជាទូទៅនៅក្នុងចំណោមអ្នកមានលាក់មុខដែលមនុស្សមិនសូវស្គាល់កូនរបស់គាត់នៅពេលដែលរៀនចប់មហាវិទ្យាល័យចំណូលរបស់គាត់បានមកពីវិនិយោគធំជាងចំណាយប្រចាំខែវ៉ាវបងប្អូនអ្នកខ្លះមានអារម្មណ៍ថាវ៉ាវអញ្ចឹងខ្ញុំនិយាយឡើងវិញកូនអ្នកមានពិតប្រាកដនៅពេលដែលគាត់រៀនចប់មហាវិទ្យាល័យចំណូលបានមកពីការធ្វើវិនិយោគធំជាងការចំណាយប្រចាំខែរបស់គាត់អញ្ចឹងនោះគឺជាទិសដៅរបស់ខ្ញុំសម្រាប់កូនរបស់ខ្ញុំអញ្ចឹងរហងៃខ្ញុំមានកូន3នាក់អញ្ចឹងទិសដៅរបស់ខ្ញុំគឺធ្វើម៉េចឲ្យពួកគាត់ទាំង3ហ្នឹងបាទនៅពេលដែលគាត់រៀនចប់មហាវិទ្យាល័យគឺគាត់មានចំណូលបានមកពីការធ្វើវិនិយោគធំជាងការចំណាយប្រចាំខែរបស់គាត់នេះជាគោលដៅអញ្ចឹងសម្រាប់ខ្ញុំគឺជាអីមួយដែលខ្ញុំមានអារម្មណ៍ថាអស្ចារ្យបាទអស្ចារ្យវ៉ាវអញ្ចឹងអ្វីដែលយើងធ្វើយើងមិនចង់ឲ្យគេមើលឃើញថាយើងអស្ចារ្យទេតែខ្លួនឯងមានអារម្មណ៍ថាវ៉ាវអស្ចារ្យពេលទ្រព្យសម្បត្តិមានពីរប្រភេទទ្រព្យសម្បត្តិដែលគេមើលឃើញហើយទ្រព្យសម្បត្តិដែលគេមើលមិនឃើញឡានយើងផ្ទះយើងគេអាចមើលឃើញគ្រឿងអលង្ការរបស់យើងគេអាចមើលឃើញសាលាដែលយើងយកកូនទៅដាក់ឲ្យរៀនគេអាចមើលឃើញបើសិនជាយើងដាក់សាលាថ្លៃដូចកន្លងមកពួកខ្ញុំដាក់នៅ Northbridge អូខេគេថាយើងប្រហែលជាសបូរលុយហើយតែឥឡូវយើងដូរមកដាក់នៅសាលាផ្សេងដោយសារកូន3នៅនោះមួយឆ្នាំអស់មែនតិចណាឃើញបងប្រុសអង្គញាម្នាក់កូនគាត់4នាក់គាត់ដាក់នៅនោះគាត់អស់ជាងមួយឆ្នាំអស់ជាង100000កូន4នាក់អញ្ចឹងខ្ញុំកូន3អញ្ចឹងខ្ញុំអត់ចង់ប្រើប្រាស់លុយ4-10ម៉ឺនមួយឆ្នាំសម្រាប់តែការសិក្សារៀនសូត្រទេអញ្ចឹងខ្ញុំដាក់នៅសាលាល្អគួរសមនៅក្នុងកម្រិតមួយខ្ពស់ហើយខ្ទង់ប្រហែលជា7-10000អីអញ្ចឹងមួយឆ្នាំវាគួរសមហើយនឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងគាត់ត្រាទុកចំណុចពិសេសដែលបងប្អូនយើងត្រូវចងក្រងជាគោលការណ៍ជីវិតសម្រាប់ខ្ញុំគោលការណ៍ជីវិតរបស់ខ្ញុំគឺធ្វើម៉េចជួយគ្រប់គ្រងកូនខ្ញុំឲ្យគាត់មានចំណូលពីការធ្វើវិនិយោគធំជាងចំណាយប្រចាំខែរបស់គាត់នៅពេលគាត់រៀនចប់មហាវិទ្យាល័យចឹងឥឡូវក៏កំពុងតែដើរទៅដូចទេពីនៅពេលដែលគាត់កើតមកគាត់មានលុយស្រាប់កើតមកបងទៅសួរសុខទុក្ខអ្នកខ្លះឲ្យ200អ្នកនៅស្រុកក្រៅចង្វាគេឲ្យមាសនៅក្នុងស្រុកជាងការគេឲ្យជាតិមាសឲ្យអីចឹងគាត់សំណាងជាងខ្ញុំ
គាត់កើតមកគាត់មានមកហ្នឹងហើយដល់ពេលយើងមានណាកើតមកនៅពេលដែលនៅតូចម្ដាយឪពុកទៅធ្វើស្រែធ្វើចការប្រឡែងយើងចោលនៅលេងដីខ្សាច់លេងផុកលេងទឹកនៅតាមវាលស្រែអញ្ចឹងវាសនាខុសគ្នាអញ្ចឹងបើសិនជាយើងមើលឃើញអំពីសារៈសំខាន់នៅក្នុងការកសាងទ្រព្យសម្រាប់កូនកូនការផ្ទេរទ្រព្យសម្រាប់កូនកូនតោះតែយើងរៀនខ្លួនឲ្យបានច្រើនដោយសារការផ្ទេរទ្រព្យដែលសំខាន់បំផុតមិនមែនលុយទេសម្រាប់ខ្ញុំរងថ្ងៃអឺដោយករណីនៅក្បែរនេះខ្ញុំឮថាកូនគាត់តែមិនមែនផ្ទះគាត់នៅក្បែរនេះប៉ុន្តែគាត់មានដីធំមួយនៅក្បែរនេះតែម្ចាស់ដីនេះគាត់ធូរធារគាត់មានតាមខ្ញុំដឹងកូនគាត់ចាយមួយខែខ្ទង់ឲ្យ3 4ម៉ឺនពេលខ្លះអញ្ចឹងវាធំអញ្ចឹងសម្រាប់ខ្ញុំមានការព្រួយបារម្ភសម្រាប់គាត់ហើយដោយសារលុយមិនមែនធ្វើឲ្យមនុស្សមានទេអត្តចរិតបងប្អូនយើងសរសេរនៅក្នុងឆាតលុយមិនធ្វើឲ្យមនុស្សមានទេអត្តចរិតធ្វើឲ្យមនុស្សមានទម្លាប់ធ្វើឲ្យមនុស្សមានព្រោះឯនៅប្រទេសចិនគេបង្កើតពាក្យមួយគេនិយាយថាអ្នកចំនួនទី1កសាងទ្រព្យអ្នកចំនួនទី2រក្សាទ្រព្យហើយអ្នកចំនួនទី3កំទេចទ្រព្យអញ្ចឹងខ្មែរយើងនិយាយថាមានបណ្ដា3តក្រមបណ្ដា3ជាតិអញ្ចឹងសួរថាវាអញ្ចឹងទាំងអស់គ្នាអត់ទេនៅក្នុងក្រុមគ្រួសារដែលគេមានឥឡូវរហូតដល់700ឆ្នាំជាងហើយអញ្ចឹងដោយសារគេបង្រៀនកូនគេឲ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគេបង្រៀនកូនគេឲ្យមានទម្លាប់ឲ្យមានអត្តចរិតចេះកសាងទ្រព្យឲ្យតម្លៃទ្រព្យឲ្យចេះចែកម្លែកដល់ពេលអញ្ចឹងគេនៅតែមានជិត1000ឆ្នាំគេនៅមានតចំនួនតែយោងតាមសុភាសិតខ្មែរយើងឬក៏សុភាសិតរបស់ចិននិយាយថាចំនួនទី1កសាងទ្រព្យចំនួនទី2រក្សាទ្រព្យចំនួនទី3បំផ្លាញទ្រព្យហ្នឹងវាកើតមានចំពោះក្រុមគ្រួសារដែលនៅពេលដែលខ្លួនឯងចាប់ផ្ដើមធូរធារបន្តិចតម្រើសតាមចិត្តកូនទិញរបស់ទៅតាមអ្វីដែលគាត់ចង់បានព្រោះហើយពេលខ្លះការប្រើប្រាស់របស់កូនការទិញរបស់កូនការនាំកូនដើរលេងឬក៏ការដាក់សាលាកូនខ្លះទៅជាការសម្ញែងឲ្យអ្នកដទៃមើលឃើញថាឃើញអត់ខ្ញុំអញ្ចឹងនឹងអញ្ចឹងវាខ្លះទៅជាទំនោរមួយដែលធ្វើឲ្យគាត់បំផ្លាញអនាគតរបស់កូនហ្នឹងហើយកន្លែងហ្នឹងសំខាន់តមកទៀតដើម្បីយើងមានបាទខ្ញុំលើកទឹកចិត្តបងប្អូនយើងស្វែងរកនៅគំនិតអវិជ្ជមានជាមួយនឹងខ្លួនឯងគំនិតអវិជ្ជមានជាមួយនឹងលុយគំនិតអវិជ្ជមានជាមួយនឹងទ្រព្យសម្បត្តិអញ្ចឹងសួរថាតើយើងធ្វើយ៉ាងម៉េចធីសាស្ត្រមាន2ធីសាស្ត្រទី1គឺតាមដានភាសាដែលខ្លួនឯងនិយាយតាមដានគំនិតដែលខ្លួនឯងគិតកន្លែងនេះសំខាន់តាមដានគំនិតសំខាន់តែមួយទៀតបងប្អូនអាចសរសេរអង្គុយសរសេរអង្គុយគិតតែកន្លងមកខ្ញុំលើកពាក្យអីខ្លះអវិជ្ជមានជាមួយនឹងលុយតើពាក្យអវិជ្ជមានអីខ្លះដែលយើងធ្លាប់លើគេនិយាយតើគំនិតអវិជ្ជមានអីខ្លះដែលយើងធ្លាប់គិតទៅរឿងលុយមកថាអូអ្នកខ្លះគាត់និយាយថាមានលុយច្រើនមិនសូវស្រួលខ្លួនបានត្រូវមានទំនួលខុសត្រូវខ្ពស់បើម្ចាស់អាជីវកម្មភាគច្រើននៅពេលខ្ញុំសួរគាត់សួរថាខ្លាចពន្ធដារគាត់ថាគាត់រងថ្ងៃគាត់ខ្លាចពន្ធដារបើខ្លាចពន្ធដារពិបាកមានហើយបាទដោយសារនៅពេលហ្នឹងគឺយើងរៀងលឹបលើហ្នឹងហើយដល់ពេលមួយទៀតអ្នកខ្លះគាត់ខ្លាចរីកចម្រើនខ្លាចគេខ្ចីលុយខ្លាចគេអីចឹងទៅដោយឪពុករបស់ខ្ញុំគាត់ថានៅពេលដែលមានខ្លាចគេប្លន់ចឹងទៅដោយសារតាំងពីចេញមកពីអពតមីងរបស់ខ្ញុំប្អូនរបស់ឪពុករបស់ខ្ញុំគាត់ធ្លាប់ធូរធារតែនៅពេលដែលគាត់មានមាសមានទ្រព្យសល់មួយចំនួនរួចហើយគាត់ទៅស្រុកវិញគេរកប្លន់ចៃដន្យអីអ្នកដែលចង់ប្លន់ហ្នឹងមកនិយាយប្រាប់ពុកដោយសារពុកខ្ញុំគាត់ជាអ្នកបុស្សអ្នករៀនអញ្ចឹងទៅគេចូលចិត្តគាត់អញ្ចឹងគេមកប្រាប់ត្រង់អញ្ចឹងទៅដល់ពេលអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ខ្លាចគាត់ថាមូលហេតុដែលគេចង់ប្លន់ផ្ទះគាត់ដោយសារគាត់នៅជុំគ្នាដោយសារតែប្អូនស្រីគាត់មាននៅសល់លុយមាននៅសល់មាសអីអញ្ចឹងទៅអញ្ចឹងគាត់ផ្ដាំកូនចៅអាហ្នឹងគឺជាភាសាអវិជ្ជមានមួយដែលធ្វើឲ្យអ្នកដែលស្ដាប់ឮពិសេសកូននឹងមានអារម្មណ៍ភ័យខ្លាចបងប្អូនណាស់ធ្លាប់មានបទពិសោធន៍ហ្នឹងអញ្ចឹងតាមដានមើលតើមានទម្លាប់អីមួយបាទភាសាអីមួយជំនឿអីមួយដែលខ្លួនឯងធ្លាប់និយាយធ្លាប់គិតឬក៏យើងធ្លាប់ស្ដាប់ឮពីអ្នកដទៃមកអវិជ្ជមានជំវិញការកសាងទ្រព្យដូចប្អូនស្រីម្នាក់គាត់រកស៊ីផ្នែកលក់ពេជ្របាទល្បីនៅពេលដែលជួបខ្ញុំមានន័យថាចំណូលរបស់គាត់នឹងចំណាយវាចង់បដំបសងគ្នាហើយចំណាយចាប់ដើមរៀងធំជាងបដាបាត់ហើយដោយសារអ្វីដែលគាត់ធ្វើតែខ្លាចអញ្ចឹងម្ដាយរបស់គាត់ឪពុករបស់គាត់មានជំនឿស្តៀងដូចឪពុកម្ដាយខ្ញុំអញ្ចឹងមានន័យថានៅពេលដែលរកស៊ីអញ្ចឹងដូចលក់ពេជ្រលក់អីអញ្ចឹងទៅថ្ងៃក្រោយទៅខ្លាច
cái plan lại dương từ đợt về chắc con ở hiện bao thông này và toàn nè đăng ban đăng tha cái lại để con lũ được lũ bình bên nào đăng cứ ở đăng ra cái lại có ở miền tộc tai ở miền ấy đợt về chắc vì chụpបញ្ហានៅក្នុងជីវិតបាទចំណូលតិចជាងចំណាយអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងបន្តសរសេររួចហើយបងប្អូនយើងមិនបាច់ប្រាប់ខ្ញុំថាអូខេលោកគ្រូរងថ្ងៃខ្ញុំបើនិយាយអំពីលុយគឺខ្ញុំមានគំនិតវិជ្ជមានខ្ញុំស្រឡាញ់លុយខ្ញុំចូលចិត្តលុយទោះបីនិយាយមិនក៏ដោយសំណួរសួរថាតើរងថ្ងៃនៅក្នុងកុងធនាគារនៅក្នុង ABA នៅក្នុង AC នៅក្នុង KB ប្រាសាទលុយនៅសល់ប៉ុន្មានផ្ទះប៉ុន្មានកន្លែងផ្ទះជួលមានប៉ុន្មានកន្លែងនៅក្នុង stock មានអត់ឆ្លើយតែប៉ុណ្ណឹងបាទយើងដឹងថាយើងមានកំណត់អវិជ្ជមានជាមួយលុយឬក៏អត់ហើយមិនបាច់ដែលប្រកបប្រកាសប្រាប់គេឬក៏ដូចអូដែលប្រាប់ខ្លួនឯងខ្ញុំជាសទ្ធិឬក៏ខ្ញុំជាមនុស្សដែលឲ្យតម្លៃលុយនិយាយមិនក៏ដោយតែអ្វីដែលសំខាន់គឺមើលលទ្ធផលបញ្ជាក់ថាតើយើងមានកាកសំណល់ជាតិពុលមិនថាជំនឿមិនថាភាសាបំផ្លាញវាសនាអនាគតផ្នែកអរិយធម៌របស់យើងអត់ចឹងមើលតែលទ្ធផលដឹងហើយមិនបាច់និយាយគ្រូរបស់ខ្ញុំខ្ញុំទៅធ្លាប់ទៅរៀនជាមួយនឹងក្រុមការងាររបស់គាត់ที่ហៅគាត់និយាយ talk is cheap ខ្មែរយើងនិយាយថានិយាយច្រើនពេកវាមិនសូវមានតម្លៃវាធូរថ្លៃនិយាយខ្លីទៅបងប្អូនយើងយល់ពាក្យអង់គ្លេសគេថា cheap បាទ talk is cheap ហ្នឹងអញ្ចឹងមើលតែលទ្ធផលដឹងហើយតែយើងមានភាសាអវិជ្ជមានសូម្បីយើងចំណែនគេអានឹងក៏ជាអអាកប្បកិរិយាអវិជ្ជមានជាមួយនឹងការកសាងទ្រព្យដែរអ្នកចំណែនគេអ្នកប្រកួតប្រជែងជាមួយគេគ្រាន់តែអ្នកចិត្តខាងដូឡានអ្នកចិត្តខាងមានផ្ទះថ្មីអ្នកចិត្តខាងអបើថានៅកន្លោះដូចគ្នាគេការប្រពន្ធមុនអ្នកនៅលាវដូចគ្នាស្រីឃើញគេការស្វាមីមុនគេមានប្តីមុនឲ្យខឹងគេឬក៏ចំណែនគេនោះគេថាវាប៉ះពាល់ដល់ការកសាងទ្រព្យហើយហ្នឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនយើងតាមដានតមកទៀតខ្ញុំលើកទឹកចិត្តបងប្អូនយើងយល់អំពីពាក្យមួយម៉ាត់ទៀតដើម្បីយើងមានទ្រព្យយើងត្រូវចាប់ផ្ដើមមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុតែពាក្យហ្នឹងមានន័យថាម៉េចឧទាហរណ៍នៅពេលដែលខ្ញុំសួរបងប្អូនយើងសួរថាបើសិនជាយើងមានកូនរួចហើយកូនយើងគាត់រៀនឥឡូវគាត់រៀនថ្នាក់ទី1ទី2ទី3ទី4ឬក៏ដូចពួកខ្ញុំអញ្ចឹងកូនរៀនថ្នាក់ទី1ចូលទៅវិញទី2ហើយអូននោះទៅមិនតាន់មកតៃទេ preschool អញ្ចឹងយើងសួរអញ្ចេះសួរថានៅពេលដែលកូនរៀនចប់វិទ្យាល័យប្រឡងជាប់បាក់ឌុបrồiគាត់ចូលទៅមហាវិទ្យាល័យទៅមហាវិទ្យាល័យមានតម្លៃពាន់មានតម្លៃម៉ឺននៅស្រុកខ្មែររបស់យើងអញ្ចឹងមិនថាកូនយើងរៀននៅសាលាតម្លៃ$1000ឬក៏$10000តើប្រៀបធៀបគ្នារវាងផែនការសម្រាប់ចាយវាយខ្លួនឯងនៅថ្ងៃអនាគតនៅពេលយើងចាស់ទៅហើយនឹងត្រៀមលុយសម្រាប់ការសិក្សារៀនសូត្ររបស់កូននៅមហាវិទ្យាល័យមួយណាសំខាន់ជាងបើសិនជាឲ្យរើសមួយតើរើសមួយណាការសិក្សារៀនសូត្ររបស់កូនឬក៏ការចាយវាយសម្រាប់ខ្លួនឯងបាទបងប្អូនអាចសេក្នុងឆាតមួយណាចម្លើយនឹងសំខាន់ការរៀនសូត្ររបស់កូនបាទបងប្អូនយើងផ្សេងទៀតបាទសូមបានពី3នាក់មកការសិក្សារៀនសូត្ររបស់កូនអបអរសាទរបងប្អូនយើងដែលយើងចាត់ទុកថាជាឪពុកម្ដាយដែលមានទំនួលខុសត្រូវខ្ពស់ចំពោះកូនដោយឡែកវិធីសាស្ត្រដែលល្អដែលឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុគឺខ្លួនឯងនេះមានម្នាក់ដែលសេមកគឺល្អបងជួបភក្តីអ្នកដែលបានធ្វើការជាមួយមនុស្សជាច្រើននៅលើលោករាប់ពាន់រាប់ម៉ឺនអ្នកនៅពេលដែលគេតាមដានមើលបងប្អូនយើងដឹងហើយខ្លួនឯងសួរថានៅពេលដែលរៀនចប់មហាវិទ្យាល័យឲ្យធ្វើការចាយក្រាន់អត់ទេនៅពេលនោះចាយមិនតាំងក្រាន់ផងព្រោះហើយឪពុកម្ដាយពេលខ្លះនៅពេលដែលជួយយើងអស់ពីខ្លួនហើយរងថ្ងៃមានបងប្អូនអ្នកខ្លះបានជួយឪពុកម្ដាយវិញអញ្ចឹងកន្លែងហ្នឹងគឺឲ្យយើងអនាគតទៅជាឪពុកម្ដាយហើយកូននឹងរៀនចប់នៅមហាវិទ្យាល័យដូចជំនាន់យើងអញ្ចឹងតែយើងត្រូវធ្វើឲ្យខុសពីឪពុកម្ដាយយើងតិចយើងត្រូវមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុជំរុញលើកទឹកចិត្តកូនឲ្យប្រឹងរៀនពេលដែលគាត់រៀននៅវិទ្យាល័យដោយកូនរបស់បងស្រីបងប្រុសម្នាក់នៅក្នុង MSM សាលានឹងរៀនមួយឆ្នាំខ្ទង់ប្រហែលជា4-5000នៅមហាវិទ្យាល័យនៅស្រុកខ្មែររបស់យើងអញ្ចឹងកូនគាត់អត់ទាន់ប្រឡងបាក់ឌុបទេតែទៅប្រឡងចូលសាលានឹងគាត់បានអាហារូបករណ៍70%អញ្ចឹងគេមើលឃើញអញ្ចេះរវាងការសិក្សារៀនសូត្ររបស់កូនហើយនឹងលុយសម្រាប់ការចាយវាយរបស់ស្វាមីភរិយានៅពេលដែលចាស់ទៅគឺខ្លួនយើងមានសារៈសំខាន់ជាងបងប្អូនអ្នកខ្លះមានអារម្មណ៍ថាទោះបីស្ដាប់ទៅមានអារម្មណ៍ថាមើលទៅធ្វើអញ្ចឹងវាមិនសូវសមតែយើង
ធ្វើមិនអត្តភាពទី1គឺខ្លួនឯងកន្លែងនេះខ្ញុំក៏ចាប់ផ្ដើមមើលឃើញថាវាសំខាន់ដែរពីមុនមើលឃើញថាយើងមានទំនួលខុសត្រូវវាជាការពិតតែសម្រាប់ខ្ញុំធ្វើអញ្ចឹងការសិក្សារៀនសូត្ររបស់កូនបើសិនជាបើថាក្នុងមួយឆ្នាំចាយខ្ទង់ថាជា20000បាទកូន3អញ្ចឹងទិសដៅរបស់យើងគឺយើងយក20000ចាយនឹង12ស្មើប៉ុន្មានបាទមួយខែប៉ុន្មានអញ្ចឹងចាត់ទុកថាមួយខែ2000ចុះអញ្ចឹងទិសដៅរបស់ខ្ញុំគឺធ្វើម៉េចឲ្យមានចំណូលបានមកពីការធ្វើវិនិយោគមួយខែបាន2000រួចហើយទុកសម្រាប់ការសិក្សារៀនសូត្ររបស់កូនរៀនចប់ទ្របនឹងអត់បាត់ទៅណាទេហ្នឹងហើយខ្លួនឯងក៏ត្រូវតែមានដែរខ្លួនឯងនៅពេលបច្ចុប្បន្នគឺយើងមានកញ្ចប់វិនិយោគសម្រាប់ពេលខ្លួនឯងចាស់ទៅហើយទិសដៅរបស់ពួកខ្ញុំគឺនៅក្នុងកំឡុងពេលដ៏ខ្លីខាងមុខនេះគឺត្រូវសម្រេចបានចំណូលបានមកពីការធ្វើវិនិយោគធំជាងការចំណាយប្រចាំខែហើយការងារដែលខ្ញុំធ្វើខ្ញុំនៅបន្តធ្វើបងប្អូនយើងកុំភ័យខ្ញុំនៅបន្តធ្វើខ្លាំងជាងមុនទៀតហេតុអីមនុស្សដែលខ្ញុំស្គាល់នៅពេលដែលគាត់មានចំណូលបានច្រើនតាមរយៈការធ្វើវិនិយោគគាត់ធ្វើការងារកាន់តែខ្លាំងដោយសារមនុស្សយើងនៅពេលដែលធ្វើដើម្បីតែលុយពេលខ្លះមានអារម្មណ៍អស់កម្លាំងនៅពេលដែលបានលុយតិចបងប្អូនអ្នកខ្លះឯកភាពដោយឡែកនៅពេលដែលយើងធ្វើដើម្បីជួយអ្នកដទៃពិតប្រាកដសប្បាយចិត្តរស់ហើយយើងធ្វើបានល្អប្រសើរទាំងយប់ទាំងថ្ងៃអញ្ចឹងបានបងប្អូនយើងតាមដានអ្នកធ្វើការងារដំបូងយកប្រាក់ខែនិងអ្នកធ្វើការស្ម័គ្រចិត្តភាគច្រើនអ្នកស្ម័គ្រចិត្តធ្វើការងារល្អជាងអញ្ចឹងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុសំណួរនឹងសម្រាប់បងប្អូនយើងគឺសំខាន់ណាស់តើតើជាមួយនឹងកញ្ចប់សិក្សារៀនសូត្ររបស់កូនហើយនឹងកញ្ចប់សម្រាប់ខ្លួនឯងចូលត្រែតខ្ញុំនិយាយអញ្ចឹងមិនមែនមានន័យថាយើងអត់ធ្វើកញ្ចប់សិក្សារៀនសូត្ររបស់កូនទេខ្ញុំនិយាយអញ្ចឹងដើម្បីឲ្យយើងយល់អំពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឯងដោយឡែកការសិក្សារៀនសូត្ររបស់កូនដោយពួកខ្ញុំចេះគេបង្រៀនយើងចេះនៅក្នុងកម្មវិធីកសាងទ្រព្យនៅពេលដែលយើងមានកូនភ្លាមយើងត្រូវមានកញ្ចប់លុយដើម្បីទុកឲ្យកូនរៀននៅមហាវិទ្យាល័យផ្លេតតែអត្ថប្រយោជន៍ទី2ឯងសោធនវត្តខ្លួនឯងពេលខ្លួនឯងចាស់ទៅនេះគឺសំខាន់ជាងដោយឡែកយើងត្រូវមានសម្រាប់កូនដែរហើយមួយទៀតនៅពេលយើងយកអំពីទំនួលខុសត្រូវផ្នែករហ័ញ្ញវត្ថុរងឯងបងប្អូនអ្នកខ្លះធ្លាប់រកស៊ីខាតអ្នកដែលធ្លាប់រកស៊ីឲ្យខាតអ្នកដែលធ្លាប់ឲ្យលុយគេខ្ចីឲ្យអត់សងឬក៏អ្នកខ្លះដាក់ចូលទៅក្នុងក្រុមណាមួយចឹងទៅក្រុមខ្លះប្រម៉ែប្រមូលគ្នាដើម្បីប្រមូលលុយយកទៅធ្វើអីមួយចឹងទៅហើយគាត់មានបញ្ហាអញ្ចឹងបើសិនជារកស៊ីខាតមិនគួរបន្ទោសទេអ្នកដតីក៏មិនបន្ទោសសេដ្ឋកិច្ចក៏មិនបន្ទោស COVID ក៏មិនបន្ទោសខ្លួនឯងក៏មិនបន្ទោសដែរអ្វីដែលយើងត្រូវធ្វើគឺការឆ្លុះបញ្ចាំងរ៉េដាល់យ៉ូគាត់និយាយពាក្យនេះនៅពេលដែលយើងជួបការខាតបង់ធ្វើយើងឈឺចាប់បងប្អូនអ្នកខ្លះនៅពេលដែលខាតបង់ឈឺចាប់ស្ដាយក្រោយបាទសូមជួយដាក់ពាក្យអាយនៅក្នុងឆាតខ្ញុំក៏ធ្លាប់មានអារម្មណ៍ហ្នឹងដែរបាទខ្ញុំមានអារម្មណ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងខាតបង់ខ្ញុំពីអ្នកប្តីប្រពន្ធនៅពេលដែលឆ្លុះបញ្ចាំងមើលខាតលុយរាប់ម៉ឺនអីចឹងទៅរួចហើយនៅពេលហ្នឹងយើងចាប់ផ្ដើមសួរខ្លួនឯងតើអីមួយដែលធ្វើឲ្យយើងខាតបង់ចំណេះដឹងផ្នែកហិរញ្ញវត្ថុចឹងថាយើងនៅមានកម្រិតចឹងយើងរៀនបន្តទៀតចឹងកុំស្ដីបន្ទោសខ្លួនឯងកុំស្ដីបន្ទោសប្រពន្ធកុំស្ដីបន្ទោសស្វាមីកុំស្ដីបន្ទោសអ្នកណាឲ្យសោះអានឹងឯងដែលគេហៅពាក្យថាមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុគឺសួរខ្លួនឯងយកកំហុសឆ្គងយកអ្វីដែលយើងធ្វើបានល្អនោះមកធ្វើជាមេរៀនជាគ្រូរបស់យើងចឹងមួយរយៈពេលហ្នឹងបងប្អូនយើងដែលខ្ញុំធ្វើការបង្ហាញដូចដុកទ័រមកគ្រូទៀតបាទស្វាមីជាដុកទ័រភរិយាជាឱសថការីមួយខែរាល់ថ្ងៃគាត់សល់លុយខ្ទង់ម៉ឺនហើយមានន័យថាបន្ទាប់ពីការចំណាយពួកឯងក៏រកបានពេទ្យរកបានណាពេលដែលខ្ញុំបង្ហាញមកប្រើនឹងគាត់ធ្លាប់មានបទពិសោធន៍ដីនៅពេលដែលគាត់ចង់បានហើយគាត់ធ្វើអារម្មណ៍ដូចចង់បានពេកហើយគាត់ចង់បានមែនហើយគាត់ខ្លាចគេទិញខ្លាចអ្នកផ្សេងទៀតយកមុនគាត់ដល់ពេលអញ្ចឹងគាត់ទៅចរចាជាមួយម្ចាស់ដីឲ្យបងប្អូនទៅចរចាជាមួយម្ចាស់ដីឲ្យអ្នកអតីតទៀតទៅចរចាជាមួយម្ចាស់ដីហើយម្ចាស់ដីដឹងថាអ្នកដែលមកចរចា3 4អ្នកហ្នឹងតែម្នាក់ទេអ្នកដែលចង់បានអញ្ចឹងនៅពេលនោះលុយតម្លៃទ្របដែលគាត់ចង់បានហ្នឹងឡើង50%មកថាបើសិនជា100000វាឡើង5 100000ពេលអញ្ចឹងសួរចុងបញ្ចប់គាត់ទិញគាត់ទិញនៅពេលដែលខ្ញុំសួរគាត់ថា rich dad បាទ Robert និយាយថាម៉េចចំណេញលុយនៅពេលដែលអ្នកទិញមិនមែនចំណេញលុយនៅពេលអ្នកលក់ទេនៅពេលយើងទិញគឺយើងចំណេញលុយអញ្ចឹងនៅពេលនោះគាត់រៀនបានគាត់ថាវ៉ាវគាត់ស្ដាយក្រោយតែគាត់រៀនបានចំណេះដឹងមួយហើយក្បួនរបស់អ្នកមានដែលគេបានធ្វើការសិក្សាស្រាវជ្រាវនៅស្រុកក្រៅនៅពេលដែលគាត់ធ្វើសេចក្តីសម្រេចចិត្តធំដោយពួកគាត់រងថ្ងៃអញ្ចឹងដោយព្រឹកមិញអីចឹងនៅពេលគាត់ធ្វើសេចក្តីសម្រេចចិត្តគាត់តែងតែមកពិគ្រោះយោបល់ជាមួយខ្ញុំហើយ
ដោយសារខ្ញុំជាមនុស្សដែលមិនពាក់ព័ន្ធជាមួយនឹងការទទួលបានផលប្រយោជន៍ចេញពីការធ្វើសេចក្តីសម្រេចចិត្តរបស់គាត់ទេដោយសារបើសិនគាត់ទិញដីទិញផ្ទះខ្ញុំមិនមែនជា real estate agent ទេចឹងខ្ញុំបាន commission ទេចឹងនៅពេលដែលខ្ញុំផ្ដល់ការប្រឹក្សាយោបល់ជាមួយគាត់បង្ហាត់បង្ហាញជាមួយគាត់គឺផ្ដល់នៅអ្វីមួយដែលជាកញ្ចក់ឆ្លុះបញ្ចាំងពិតប្រាកដមិនមែនថាអូខេបងឯងទិញទៅហើយនៅក្នុងចិត្តទិញទៅតែទិញខ្ញុំដល់បាន commission ហើយបាទហ្នឹងល្អហើយគាត់ទិញហើយថ្ងៃក្រោយគាត់មានបញ្ហាមិនបញ្ហាទៅហ្នឹងអត់ល្អទេអញ្ចឹងអ្នកដែលគេមានជាទូទៅគេមានទម្លាប់នៅក្នុងការពិគ្រោះយោបល់ជាមួយនឹងអ្នកមានបទពិសោធន៍អ្នកធ្វើការបង្ហាត់បង្ហាញបងប្អូនអ្នកខ្លះរងថ្ងៃមានគ្រូបង្ហាត់បង្ហាញសម្រាប់ខ្លួនឯងហើយសូមជួយដាក់ពាក្យ yes ហើយបើសិនជាបងប្អូនយើងអត់ទាន់មានសូមដាក់ពាក្យថា no ហ្នឹងហើយការបង្ហាត់បង្ហាញអាចទទួលបានលក្ខណៈមួយទល់មួយសម្រាប់អ្នកដែលគាត់ហ៊ានវិនិយោគរែងខ្ពស់ហើយសម្រាប់អ្នកដែលមិនទាន់ហ៊ានដល់កម្រិតហ្នឹងអាចចូលលក្ខណៈជាក្រុមដូចកម្មវិធីរបស់យើងដូច Money Secret Mastermind ដូចអីឬក៏នៅក្នុងស្រុកខ្មែររបស់យើងអ្នកផ្សេងទៀតក៏ធ្វើដែរតែគាត់ថាការបង្ហាត់បង្ហាញដែលទទួលបានការបង្ហាត់បង្រៀនមានថាគ្រូបង្ហាត់បង្ហាញដែលទទួលបានការបង្ហាត់បង្រៀនពីក្បួននៅក្នុងការបង្ហាត់បង្ហាញមិនសូវមានប៉ុន្មានទេមានតែអ្នកដែលគាត់អានសៀវភៅចូលសិក្ខាសាលាតិចតួចតែបើរៀនពីក្រមសីលធម៌ជាជីវៈរបស់គ្រូបង្ហាត់បង្ហាញរៀនពីក្បួនចិត្តសាស្ត្ររបស់មនុស្សចិត្តសាស្ត្រមនុស្សប្រុសខុសគ្នាជាមួយនឹងមនុស្សស្រីមិនអ្នកមានលុយក្រោម$40,000តែចិត្តសាស្ត្ររបស់គាត់យ៉ាងម៉េចដល់លាន$ចិត្តសាស្ត្ររបស់គាត់យ៉ាងម៉េចលោកគ្រូអ្នកគ្រូពេទ្យក៏មានចិត្តសាស្ត្របែបម៉េចមនុស្សអ្នកធ្វើការមានចិត្តសាស្ត្របែបម៉េចជាទូទៅខ្ញុំជឿថាមិនសូវមានអ្នករៀនបែបអញ្ចឹងទេអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងដាក់គោលដៅត្រូវមានគ្រូបង្ហាត់បង្ហាញបើសិនចង់ដើរលឿនបងប្អូនយើងឃើញអូឡ িম্প ិកអ្នកដែលបានមេដាយមាសសួរថាអ្នកមានមេដាយមាសមានពីណាគេអត់មានគ្រូបង្ហាត់បង្ហាញអត់ទេសិតតែមានគ្រូបង្ហាត់បង្ហាញមានអ្នកបង្ហាត់បង្ហាញហើយមានគេហៅអ្នកព្រឹទ្ធាចារ្យគេហៅ mentor បាទព្រឹទ្ធាចារ្យមានថាអ្នកនឹងធ្លាប់មានមេដាយមាសមុនមកបើនិយាយអំពីការកសាងទ្រព្យអ្នកនឹងគាត់មហាមាននៅពេលបច្ចុប្បន្នអានឹងគាត់គឺជាព្រឹទ្ធាចារ្យរបស់យើងតែមួយទៀតយើងត្រូវមានខូចគឺជួយយើងឲ្យយើងប្រកែព្រឹទ្ធាចារ្យប្រាប់យើងឲ្យយើងដើរផ្លូវត្រូវជៀសនៅអ្វីដែលជាផ្លូវមិនត្រឹមត្រូវពេលខ្លះដូចខ្ញុំសរសេរនៅលើ Facebook ខ្ញុំដាក់ពាក្យមួយគឺបើសិនជាយើងរត់លឿនហើយយើងរត់ខុសផ្លូវនៅតែមិនដល់គោលដៅខ្ញុំនិយាយចឹងដោយសារបទពិសោធន៍របស់ពួកខ្ញុំទិញដីច្រើនកន្លែងចុងបញ្ចប់ប្រាក់ចំណូលបានមកពីការធ្វើវិនិយោគវាតិចបាទរងថ្ងៃគឺតិចបើធៀបគ្រាន់តែខ្ញុំវាយទិន្នន័យចូលចំនួនដីរបស់ខ្ញុំវាយចូលនៅក្នុងផ្នែកផែនការផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំចូលផ្លុកស្រាប់វាចេញថាខ្ញុំមានសេរីភាពផ្នែកហិរញ្ញវត្ថុតែពិតអត់ទាន់មានផងហ្នឹងដោយសារវាគិតថាចំនួនលុយដែលនៅក្នុងនោះវាគួរតែមានហើយបើសិនជាដាក់នៅក្នុងសំនៅក្នុងធនាគារឬក៏ដាក់នៅក្នុងទីផ្សារពាក្យហ៊ុនឬក៏ទិញផ្ទះដែលមានអ្នកជួលអា system វាគិតអញ្ចឹងមករយៈពេលមកប្រើកន្លងមកពួកយើងដើរលឿនតែដើរផ្លូវខុសសម្បូរតែដីបងប្អូនអ្នកខ្លះទិញដីរហថ្ងៃលក់មិនចេញគឺក្បែរខ្ញុំដាក់សិនលក់ប្រញាប់ចង់5ឆ្នាំតាមពីចាប់ដើម COVID មក2020 21 2 3 4ចូល4ឆ្នាំ4 5ឆ្នាំប្រញាប់5ឆ្នាំចូលអាមិនប្រញាប់មក10 20ឆ្នាំខ្ញុំលើកទឹកចិត្តបងប្អូនយើងស្វែងយល់អំពីតម្រូវការចាំបាច់ដែលខ្លួនយើងត្រូវមានគ្រូបង្ហាត់បង្ហាញតមកទៀតដើម្បីយើងរីកចម្រើនលឿននៅក្នុងពាក្យថាទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុចាប់ផ្ដើមចេញពីការដឹងចំណាយប្រចាំខែបងប្អូនណាខ្លះរងថ្ងៃដឹងថាខ្លួនឯងចាយអស់ប៉ុន្មានក្នុងមួយខែបើសិនតែដឹងសូមជួយដាក់ពាក្យ yes បើសិនជាអត់ដឹងសូមជួយដាក់ពាក្យថា no អាហ្នឹងខ្ញុំនិយាយអំពីពាក្យថាទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុអូខេបងតាភាមានបាទបងប្អូនយើងខ្លះមានភាគច្រើនមានអបអសាទរបាទតែអាចជួបពួកគាត់បាទបងប្អូនយើងខ្លះនៅអត់ទាន់មាន no អញ្ចឹងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុមានថាការចំណាយយើងត្រូវដឹងហើយអ្នកមានដែលចាប់ផ្ដើមដំបូងខ្ញុំនិយាយអញ្ចឹងមានន័យថាដូចខ្ញុំដូចបងប្អូនយើងន័យថាដូចខ្ញុំចេះជាកូនកសិករអញ្ចឹងយើងចាប់ផ្ដើមចេញមកសូម្បីតែយើងធ្វើការដំបូងអត់មានប្រាក់ខែផងហើយនៅពេលដែលពួកខ្ញុំការហើយនៅសល់លុយតែ$100ជាងដើរចូលភ្នំពេញសម្រាប់ដូចខ្ញុំដូចបងប្អូនចេះដើម្បីយើងមានយើងចាប់ផ្ដើមយល់អំពីពាក្យថា latte factor បងប្អូនណាខ្លះស្គាល់ latte កាហ្វេ latte ហ្នឹងឯងអញ្ចឹង latte ជាទូទៅដូចកន្លែងខ្លះមួយកែវបានបងប្អូនយើងស្គាល់ latte ច្រើនណាស់បាទអញ្ចឹង latte មួយកែវមាន$1ជាង
$2ជាង$3ជាងហើយនឹង$4ជាងនៅស្រុកខ្មែររបស់យើងចឹងគេនិយាយអញ្ចេះភាពមានបានរបស់យើងគឺអាស្រ័យទៅលើឡាតេមានន័យថាម៉េចដោយបងប្រុសម្នាក់នោះគាត់ថាលោកគ្រូរងថ្ងៃខ្ញុំអត់សូវសល់លុយទេប៉ុន្តែគាត់កាន់ Starbucks មួយថ្ងៃគាត់ថា Starbucks មួយថ្ងៃ2ទៅ3កែវមួយកែវប្រហែល$3ជាងមួយថ្ងៃគិតជាមធ្យមអស់$10 30ថ្ងៃមួយខែអស់ប្រហែល$300មួយឆ្នាំអស់ប្រហែលអស់ជាង3000អញ្ចឹងជាង3000តើគេធ្វើបានអីខ្លះខ្ញុំធ្លាប់ប្រើលុយតែ$250យើងទិញផ្ទះដែលមានតម្លៃ5-10ម៉ឺនបានខ្ញុំអស់លុយតែប៉ុណ្ណោះតែ$250រួចខ្ញុំលក់ចេញវិញចំណេញខ្ទង់ម៉ឺនហើយយកលុយមកដាក់នៅក្នុងកងធនាគារអញ្ចឹងចុះរហូតដល់$3000តើយើងធ្វើបានអីខ្លះគេនិយាយអញ្ចេះអ្នកដែលចាប់ផ្ដើមដូចខ្ញុំដូចបងប្អូនយើងមានន័យថាដូចខ្ញុំដូចបងប្អូនយើងដែលឪពុកម្ដាយមិនមានលទ្ធភាពអីផ្ទេរទ្រព្យឲ្យយើងច្រើនយើងមានដោយសារតែ latte factor អញ្ចឹងយើងមើលតើកាហ្វេជាការចាំបាច់ឬក៏តាមចំណង់ដូចបងសារ៉ានគាត់សេថា latte hot latte is nice នៅពេលដែលបងប្រើពាក្យ nice មានន័យថាកាហ្វេមិនមែនតម្រូវការទេអញ្ចឹងយើងអាចសល់លុយតាមរយៈការមើលការចំណាយរបស់យើងឧទាហរណ៍ដូចទី1កាហ្វេទី2យើងមើលទៅលើការចំណាយមួយចំនួនដែលមានតម្លៃក្រោម$5តើចំណាយខ្លះដែលក្រោម$5លិចកើតមួយខែអស់$300-400បងប្អូនអាចមើលឃើញអត់ទេដើម្បីយើងមើលឃើញយើងត្រូវមានការតាមដានការចំណាយប្រចាំខែយើងសរសេរការចំណាយប្រចាំខែរួចហើយយើងមើលតើចំណាយខ្លះដែលវាមិនចាំបាច់ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងតាមដានការចំណាយតិចតួចដែលយើងមើលមិនសូវឃើញតើចាយលើអីខ្លះដោយបងប្រុសម្នាក់ខ្ញុំសួរថាតើការចំណាយដែលមើលមិនសូវឃើញហើយសរុបទៅច្រើនអីខ្លះគាត់ថា tip បងប្អូនយើងខ្លះរងថ្ងៃអាសាឲ្យ tip គេទៅហើយដល់ពេលឲ្យឲ្យស្ដាយក្រោយបងប្រុសម្នាក់នៅពេលគាត់រៀនមួយខ្ញុំប្រហែលជាជាង10ឆ្នាំមុនក្នុងមួយខែគ្រាន់តែចំណាយអត់ចាំបាច់មានថាជួបមិត្តភ័ក្តិចាយតាមរយៈការញ៉ាំនេះញ៉ាំនោះផឹកប៊ីយ៉ាផឹកអីមួយខែគ្រាន់តែគាត់សរុបមកទៅអស់ជាង2000ជាង$2000ជាង$2000យើងបង់រំលោះផ្ទះបានបងបានបើសិនជាផ្ទះតូចមកបាន2-3កន្លែងបើផ្ទះរាងធំបានមួយអញ្ចឹងមួយខែគាត់គ្រាន់តែកណនីអាហ្នឹងគាត់ចាប់ដើមមើលឃើញថាវ៉ាវគាត់ជ្រុលខ្លួនអាហ្នឹងឯងដែលគេនិយាយថាមនុស្សយើងអាចមានតាមរយៈការស្វែងយល់អំពីពាក្យថា latte factor បងប្អូនយើងអាចដាក់ពាក្យថា latte factor ហ្នឹងហើយតាមដានការចំណាយអាហ្នឹងឯងគេនិយាយពាក្យថាទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុបងប្អូនណាខ្លះរៀនបានអីថ្មីកន្លែងហ្នឹងបាទបងប្អូនណាខ្លះរៀនបានអីថ្មីសូមជួយដាក់ពាក្យ oh yes នៅក្នុងឆាតបាទ latte factor ហ្នឹងហើយ oh yes បាទភរិយារបស់ខ្ញុំគាត់អានសៀវភៅរបស់ David Bach គេដាក់ចំណងជើង Automatic Millionaire មានថាខ្លាចជាសេដ្ឋីដោយស្វ័យប្រវត្តិតាមរយៈការមើលការចំណាយដែលមិនចាំបាច់មួយចំនួនរហូតយកដាក់អន្សំរហូតទិញ stock ហ្នឹងហើយបងប្រុសម្នាក់ខ្ញុំបង្ហាញរាល់ថ្ងៃខ្ញុំបង្ហាញគាត់នៅកូរ៉េប្រាក់ចំណូលរបស់គាត់និយាយចំគាត់សល់ច្រើនរាល់ថ្ងៃគាត់អន្សំបានច្រើនrồiគាត់ទិញ stock របស់គាត់ដាក់ជាប្រចាំក្នុងមួយខែ200-300អញ្ចឹងទៅហើយ stock របស់គាត់ទិញអញ្ចឹងទៅរួចហើយគាត់មាន dividend អា dividend ហ្នឹងគាត់អត់បើកយកមកចាយទេអា dividend ប្រាក់ចំណេញពីក្រុមហ៊ុន stock ហ្នឹងគាត់ដាក់ឲ្យលុយហ្នឹងទិញ stock automatic ឡើងវិញបាទទិញដោយស្វ័យប្រវត្តិអញ្ចឹងគាត់ថាលោកគ្រូខ្ញុំបើកមើល stock របស់ខ្ញុំឥឡូវចំនួន stock របស់ខ្ញុំកើនឡើងអញ្ចឹងគាត់ធ្វើត្រូវបន្ទាប់ពីគាត់បានបន្តធ្វើការសិក្សារៀនសូត្រជាប្រចាំអានឹងដោយសារគាត់ស្វែងយល់អំពី latte factor បាទគាត់ចេះសំចៃហើយគាត់រៀនមួយខ្ញុំអញ្ចឹងទៅគាត់មានផែនការច្បាស់លាស់ចុងខែ8នេះគាត់មកស្រុកខ្មែរមកប្រហែលជាមួយអាទិត្យដើម្បីបើកកុងធនាគារហេតុអីដោយសារតែគាត់ទៅមួយវគ្គទៀតគាត់ចង់មានអចលនទ្រព្យនៅស្រុកខ្មែរអញ្ចឹងរងថ្ងៃគាត់ធ្វើការនៅនោះគាត់សំនៅនោះគាត់ទិញ stock ទិញអីអញ្ចឹងទៅគាត់ចាប់ផ្ដើមចង់ទិញដីទិញផ្ទះអីនៅស្រុកខ្មែរហើយខ្មែរយើងទោះបីទៅដល់ណាក៏មិនអាចដើរចាកឆ្ងាយពីស្រុកទេដែរយ៉ាងហើយណាក៏មកលេងដែរហើយអ្នកខ្លះគាត់ធ្វើការដល់ពេលណាមួយគាត់ត្រឡប់មកវិញហើយបងប្រុសម្នាក់ហ្នឹងឥឡូវគាត់ចាប់បានមានសញ្ជាតិកូរ៉េបដាបដាហើយអញ្ចឹងគាត់ធ្វើការជនជាតិកូរ៉េស្រឡាញ់ពេញចិត្តគាត់អាកប្បកិរិយាស្លូតបូតប្រឹងប្រែងធ្វើការងារហើយខ្ញុំបង្រៀនឲ្យគាត់ចេះយកចិត្តជនជាតិកូរ៉េដែលធ្វើការជាមួយគាត់ហ្នឹងអញ្ចឹងអ្នកផ្សេងទៅដាក់ពាក្យស្នើសុំយកអា ID អីពិបាកដល់ពេលគាត់ដាក់បានស្រួល
cứ lư sầm khăn cứ tầm nẹt tầm đầu không ai hai tạc xài những nơi cái lái na đây có tất cả xài sáng ca tầm nẹt đầu ca chịu chạy tục trật miền ấy thông đông ấy thì này chẳng là tụm nó có tâm hai làm thâu chia chùm nó chập đam thua dân miến rồi phép hai làm thâu mũi tiên np nhom giờ vì tụm nó có tâm hai làm thâu bom ôn đang hát bàn xóm lôi riêng rò ngày rửa riêng rò khải này là bàn xóm lôi xong chui đã biệt thả ôi yes nó rong tràn vì thế này là thọp trong cắt thành đây mà nên sự rất đang là xóm này bom ôn những thua ban tràn và op sa tờ và op sa tờ bà nè đai mình toàn ban thua và bom ôn những thời thua hãy xua tha lúc cừuรองไอ้จำนายบ่ខ្ញុំធំជាងចំណូលតែខ្ញុំបានលុយមកពីណាធ្វើការអន្សំមួយថ្ងៃ500លុយខ្មែរក៏បានបើ500រៀលក៏បាន1000រៀលក៏បានអ្នកដែលមានបំណុលអ្នកដែលអត់សល់លុយអ្នកនឹងត្រូវអន្សំប្រចាំថ្ងៃការងារយើងត្រូវធ្វើច្រើនជាងអ្នកដទៃហើយអន្សំរៀងរាល់ថ្ងៃបាទអញ្ចឹងបងប្អូនចាប់ដើមជាឆ្ងល់ចុះបើខ្ញុំអត់មានលុយមកអន្សំរៀងរាល់ថ្ងៃបានមកពីណាបើសិនជាអឺមកមួយខែមាន30ថ្ងៃ31ថ្ងៃលុយ3000រៀលដូរដាក់ក្តារ100ក៏បានដែរ100រៀលក៏បានដែរធ្វើម៉េចឲ្យបានរៀងរាល់ថ្ងៃគោលដៅរបស់យើងគឺរៀងរាល់ថ្ងៃហេតុអីទម្លាប់ធ្វើឲ្យយើងមានបងប្អូនយើងសេក្នុងឆាតទម្លាប់ធ្វើឲ្យខ្ញុំមានអ្នកមានទម្លាប់អាក្រក់លក់ដីបាន20 30 40ម៉ឺនចាយខ្ទេចមានបងប្រុសម្នាក់រកបាន20 30ម៉ឺនអ20 30ម៉ឺន20 30ម៉ឺនដោយសារទម្លាប់មិនល្អតែគេមានទម្លាប់ល្អអ្នកបើករថយន្តដឹកទំនិញនៅសហរដ្ឋអាមេរិកគាត់បានលុយមកគាត់សំទុកនៅក្នុងទីផ្សារភាគហ៊ុននៅធ្លាក់ថ្លៃគាត់ទិញធ្លាក់ថ្លៃគាត់ទិញមកដូចថ្ងៃមុនFacebook មួយ share $80ដល់ឥឡូវនេះ share ដែលខ្ញុំមានមួយ share $500ឥឡូវយើងសម្រាប់មើលបើសិនយើងទិញបាន100 share 100 share អស់ប្រហែល100ស្រាប់តែឡើងដល់500អញ្ចឹងគាត់ធ្វើតែអញ្ចឹងនៅពេលដែលគាត់ចាស់អាយុ70ឆ្នាំជាងគាត់មានលុយប្រហែលជាគាត់មានទ្រព្យប្រហែលជា$70 លានអ្នកបើករថយន្តដឹកទំនិញហ្នឹងហើយបើធៀបជាមួយម្ចាស់អាជីវកម្មដល់ពេលចាស់ទៅស្រាប់តែអត់មានអីនៅសល់តែបំណុលដោយសារតែទម្លាប់ហើយមនុស្សយើងអ្នកដែលប្រកែចាយលុយដឹងពីណាគេអត់ទេមនុស្សនៅថ្នាក់កណ្ដាលមានថាម្នាក់អ្នកធ្វើការមានតំណែងខ្ពស់ដែលមានចំណូលរៀងខ្ពស់ហើយនឹងម្ចាស់អាជីវកម្មខ្នាតតូចពួកគាត់គឺប្រកែចាយមកហើយប្រាក់ចំណូលដ៏ធំរបស់ក្រុមហ៊ុនលក់ផលិតផលទំនើបប៉និតជាទូទៅចំណូលរបស់គាត់គឺបានមកពីមនុស្សនៅថ្នាក់កណ្ដាលនឹងឯងម្ចាស់អាជីវកម្មខ្នាតតូចហើយនឹងអ្នកធ្វើការងារតំណែងរៀងធំបានប្រាក់ចំណូលរៀងខ្ពស់មួយទៀតគឺអ្នកដែលទៅតែមានអ្នកមានថ្មីថ្មោងនិយាយខ្លីទៅដោយសារពួកគាត់ធ្លាប់ទទួលបានការមើលងាយថាគាត់ក្រចេះមួយដល់ពេលអញ្ចឹងបានមានមកប្រើរបស់របរប្រើប្រាស់គាត់ទិញរបស់ថ្លៃមកប្រអួតប្រាប់គេថាឃើញអត់ខ្ញុំឡូយចឹងការចាយវាភាគច្រើនគឺដើម្បីបង្អួតប្រាប់គេអូខេទម្លាប់ធ្វើឲ្យគ្រួសារមានបាទអបអរសាទរបងប្អូនយើងបាទសូមជួយតែអាចជួយចំណែកមួយគត់ហើយបើសិនជាបងប្អូនរៀនបានអីថ្មីហើយមានអារម្មណ៍ថាសប្បាយរីករាយនៅក្នុងការរៀនបាទសូមជួយដាក់ពាក្យថាអាយភាសាទៀតបាទសប្បាយចិត្តនៅក្នុងការសិក្សារៀនសូត្រគត់ចំណេះដឹងវាសំខាន់សម្រាប់យើងបាទលុយសំខាន់ពេលយើងស្លាប់ទៅលុយលែងសំខាន់ហើយតែដល់ពេលយើងនៅរស់លុយសំខាន់សម្រាប់យើងអញ្ចឹងខ្ញុំអត់ទាន់ទៅណាឆ្ងាយទេនៅក្នុងពាក្យមួយដែលខ្ញុំជម្រាបប្រាប់បងប្អូនយើងគឺទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុមួយទៀតនៅក្នុងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុនៅពេលដែលបងប្អូនយើងទិញផ្ទះកុំជឿតែភ្នាក់ងារផ្នែកអចលនទ្រព្យត្រូវសិក្សាដោយខ្លួនឯងក្បួនរបស់គេឲ្យយើង research ឲ្យបាន100មានន័យថារកអចលនទ្រព្យឲ្យបាន100កន្លែងព្រោះហើយយើងទិញមួយរូបមន្តគេ113មួយមានថាយើងទៅរកអចលនទ្រព្យឲ្យបាន100កន្លែងសរសេរឈ្មោះអចលនទ្រព្យទីតាំងតម្លៃរយសិក្សាពីគុណសម្បត្តិគុណវិបត្តិលក្ខណៈបច្ចេកទេសលក្ខណៈផ្នែកសេដ្ឋកិច្ចលក្ខណៈផ្នែកហិរញ្ញវត្ថុសិក្សាមួយក្រុមបងប្អូនយើងដែលខ្ញុំធ្វើការបង្ហាញគាត់ធ្វើអញ្ចឹងគាត់បានជាង100អចលនទ្រព្យដីផ្ទះrồiគាត់ធ្វើការវិភាគតមកទៀតនៅសល់10ល្អបំផុតតមកទៀតនៅសល់3ល្អបំផុតអញ្ចឹងអាមួយចុងក្រោយគឺពេលខ្លះទ្រព្យមិនថាទិញដល់មិនចាំបាច់ប្រើលុយឲ្យច្រើនទេដោយករណីខ្ញុំនិយាយថាទ្រព្យដែលមានតម្លៃ5-10ម៉ឺនហើយខ្ញុំទិញអស់លុយតែលុយខ្ញុំចេញតែ$250ហ្នឹងគឺលក្ខណៈពិសេសហើយអញ្ចឹងពេលខ្លះមិនមែនលុយទេដែលយើងត្រូវការខ្លាំងផុតអ្វីយើងត្រូវការខ្លាំងផុតគឺការវិនិយោគ
ពេលវេលាគឺទំនួលខុសត្រូវបាទទំនួលខុសត្រូវរបស់យើងដែលធ្វើឲ្យយើងមានឱកាសនៅក្នុងការវិនិយោគអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងចាប់យកពាក្យថាទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុមានលក្ខណៈទូលំទូលាយរៀនកុំមើលតែបដាល់កុំតាមដានតែប្តីប្រពន្ធគេជួបគ្នាកុំតាមដានតែតារាមានបញ្ហានេះបញ្ហានោះតាមដានមើលកុំអង្ខោតរបស់យើងផងតែរងថ្ងៃចំណាយធំជាងចំនួនរឿងចំណូលធំជាងចំណាយហើយតាមដានមើលអចលនទ្រព្យបាទអញ្ចឹងនឹងឯងដែលយើងហៅថាទំនួលខុសត្រូវកុំពឹងផ្អែកមកដូចដុកទ័រដែលខ្ញុំធ្វើការបង្ហាត់បង្ហាញខ្ញុំបង្ហាត់បង្ហាញចប់ខ្ញុំថាអូខេអ្វីដែលខ្ញុំផ្ដល់ការបង្ហាត់បង្ហាញគឺជាកញ្ចក់ដើម្បីឆ្លុះបញ្ចាំងដោយឡែកដុកទ័រគឺជាអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងការធ្វើអីមួយព្រោះអីទំនួលខុសត្រូវគឺស្ថិតនៅលើដុកទ័រមិនមែនខ្ញុំជា coach ទេខ្ញុំអត់ទេអញ្ចឹងទោះបីយើងទទួលបានការបង្ហាត់បង្រៀនពីណាក៏ដោយទោះបីយើងទទួលបានការបង្ហាត់បង្ហាញពីណាក៏ដោយត្រូវចាំថាខ្ញុំគឺជាមនុស្សតែមួយគត់ដើម្បីធ្វើសេចក្តីសម្រេចចិត្តអានឹងឯងដែលហៅថាទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុព្រោះថ្ងៃក្រោយយើងអត់បន្ទោសគេទេបើយើងអត់បន្ទោសគេហើយក៏កុំបន្ទោសខ្លួនឯងដែរបាទអញ្ចឹងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុវាទូលំទូលាយមានចំណាយបន្តទៀតឲ្យខ្ញុំនិយាយ3យប់3ថ្ងៃតន់អស់ផងទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុនិយាយតើងុយគេរៀងខ្លួនឡើយអូខេមួយទៀតអីដែលជួយឲ្យយើងរីកចម្រើនបាទមានថាយើងត្រូវបន្តនៅក្នុងការធ្វើការសិក្សារៀនសូត្របងប្អូនអ្នកខ្លះស្រឡាញ់ការសិក្សារៀនសូត្របាទខ្ញុំជឿថាយើងទាំងអស់គ្នាសម្រាប់ខ្ញុំមិនមែនរៀនបកកែតែខ្ញុំបកកែរៀនបាទលក្ខណៈពិសេសរបស់ខ្ញុំគឺអញ្ចឹងអញ្ចឹងបាទខ្ញុំមានមុខនៅចំពោះមុខបងប្អូនយើងខ្ញុំរៀនជាប្រចាំយើងត្រូវស្រឡាញ់ការសិក្សារៀនសូត្រព្រោះនៅពេលយើងរៀនធ្វើយើងនៅក្មេងបែបម៉េចបញ្ញារបស់យើងគឺនៅលក្ខណៈមុតស្រួចបញ្ញារបស់យើងនៅល្អប្រសើរបើមិនអញ្ចឹងយើងស្ទុះអស់ហើយយើងទៅអត់ទាន់សម័យកាលគេដូចកូនយើងមួយជំនាន់ក្រោយគឺគាត់មានថាលូតលាស់លឿនណាហើយគាត់រៀនអីថ្មីថ្មីដូចខ្ញុំឲ្យកូនខ្ញុំទៅរៀននៅសាលារបស់ជប៉ុននោះមើលទៅប្លែកហួសពីការរំពឹងទុករបស់យើងអញ្ចឹងមានថាបើសិនជាយើងអត់បន្តសិក្សាអត់បន្តរៀនទេកូននិយាយមកយើងអត់យល់ទេអញ្ចឹងរៀនធ្វើយើងនៅក្មេងយើងអាចជជែកជាមួយកូនយើងបានតែកាលយើងឈប់រៀនយើងចាស់ហើយអញ្ចឹងយើងនៅបន្តរៀនអបអរសាទរដល់បងប្អូនយើងឆ្លងការសិក្សារៀនសូត្ររបស់ហើយទទួលស្គាល់ថារៀនធ្វើឲ្យយើងនៅក្មេងយើងអាចនៅជជែកជាមួយក្មេងៗបានកូនយើងបានការរៀនដោយតា Warren Buffett គាត់និយាយពាក្យនេះគាត់ថាបើសិនជាសួរគាត់ថាតើការវិនិយោគមួយណាដែលសំខាន់ជាងគេបំផុតនៅក្នុងជីវិតគាត់និយាយថាការវិនិយោគសម្រាប់ខ្លួនឯងគឺការសិក្សារៀនសូត្រហើយសាកលវិទ្យាល័យ Harvard គេបានតាមដានមើលកន្លងមករយៈពេលជាង20ឆ្នាំនៅពេលដែលសេដ្ឋកិច្ចឡើងសេដ្ឋកិច្ចធ្លាក់ចុះសេដ្ឋកិច្ចនៅថេរពិសេសមានវិបត្តិសេដ្ឋកិច្ចខ្លាំងគេសួរថាតើបុគ្គលណាមួយដែលបន្តរីកចម្រើនចម្លើយគឺអ្នកដែលឆ្លងការសិក្សារៀនសូត្រហើយមែននៅក្នុងអំឡុងពេលមាន COVID មានបងស្រីម្នាក់ធ្វើការផ្នែកបោះពុម្ពអាជីវកម្មគេបិទទ្វារអាជីវកម្មគាត់ធ្វើកើនចំណូលគាត់ធ្វើអត់ឈ្នះគាត់បោះការងារឲ្យដៃគូប្រកួតប្រជែងគាត់ធ្វើនៅក្នុងកំឡុងពេល COVID ក៏រកចំណូលបានគាត់ទិញដីចាយឲ្យបុគ្គលិករបស់គាត់នៅខណៈដែលក្រុមហ៊ុនផ្សេងបិទទ្វារទៅធ្វើអីផ្សេងហ្នឹងហើយអញ្ចឹងដោយសារតែគាត់បន្តរៀនរងថ្ងៃបើនិយាយអំពីវីដេអូនៅក្នុង Kajabi នៅក្នុង app របស់ខាំពិសិដ្ឋគាត់មើលនិយាយចំមើលអស្ចារ្យមកបន្តរៀនរហូតគាត់បកកែមើលវីដេអូរបស់ខ្ញុំគាត់ចូលចិត្តមើលសម័យមុនគាត់ថាលោកគ្រូខ្ញុំពេលខ្លះគេឲ្យលក់ខ្ញុំស្ដាប់លោកគ្រូគេលក់ខ្ញុំថាវ៉ាវអញ្ចឹងលែងសូវល្អវិញហ៎ព្រោះខ្ញុំលែងជាប្រភពចំណេះដឹងខ្លាចជាថ្នាំសណ្ដំវិញហីតែករណីគាត់ស្ដាប់មេរៀនខ្លះដើម្បីបានចំណេះដឹងហើយមេរៀនលក្ខណៈជាសមាធិស្ដាប់អញ្ចឹងទៅអញ្ចឹងយើងបន្តរៀនតាត្រាំហើយនឹងតា Robert គាត់និយាយពាក្យនេះបើសិនជាចង់មានផ្នែកហិរញ្ញវត្ថុបាទត្រូវចំណាយពេលវេលាប្រហែលជា60នាទីក្នុងមួយថ្ងៃបាទដើម្បីរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុបាទអញ្ចឹងបងប្អូនយើងអាចស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតើមានអីខ្លះបងប្អូនយើងអាច note នៅក្នុង chat បាទចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ទី1គឺចំណេះដឹងផ្នែកច្បាប់ចំណេះដឹងផ្នែកច្បាប់ក៏ជាផ្នែកហិរញ្ញវត្ថុដែរព្រោះយើងធ្វើវិនិយោគយើងធ្វើអាជីវកម្មយើងត្រូវយល់ច្បាប់ចំណេះដឹងបន្តទៀតគឺតកតងជាមួយនឹងកណន័យបាទចំណូលចំណាយតមកទៀតចំណេះដឹងតកតងជាមួយនឹងពន្ធដារបាទចំណេះដឹងសំខាន់ផ្នែកហិរញ្ញវត្ថុឯងតមកទៀតចំណេះដឹងតកតងជាមួយនឹងទីផ្សារហើយនឹងការលក់4នឹងសំខាន់ហ្នឹងអាហ្នឹងបូកចូលគ្នា
បានស្មើចំណេះដឹងផ្នែកហិរញ្ញវត្ថុហើយមួយទៀតតកតងជាមួយនឹងគេហៅផ្នែកsupply and demand បាទតកតងជាមួយផ្នែកសេដ្ឋកិច្ចតម្រូវការហើយនឹងការផ្គត់ផ្គង់បាទអញ្ចឹងតើយើងដកធ្លាដើម្បីរៀនចំណេះដឹងទាំងអស់ហ្នឹងច្បាប់គណនេយ្យចំណេះដឹងពន្ធដារចំណេះដឹងផ្នែកទីផ្សារនិងការលក់ហើយចំណេះដឹងតកតងជាមួយនឹងផ្នែកសេដ្ឋកិច្ចជាតទៅជាមួយនឹងតម្រូវការហើយនឹងការផ្គត់ផ្គង់ហ្នឹងហើយចឹងកុំនៅស្ងៀមហ្នឹងបន្តមកទៀតអ្វីដែលយើងត្រូវធ្វើចំណុចចុងក្រោយបាទគឺជាបណ្ដាំរបស់តា Robert Kiyosaki បងប្អូនអ្នកខ្លះស្គាល់តា Robert បងប្អូនអ្នកខ្លះស្គាល់គាត់បាទចំណុចចុងក្រោយគឺខ្ញុំយកបណ្ដាំគាត់យកមកចែករំលែកជាមួយបងប្អូនយើង Robert គាត់និយាយអញ្ចេះអ្វីដែលសំខាន់សម្រាប់អ្នកនៅក្នុងការសិក្សារៀនសូត្រគឺត្រូវជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវកិច្ចការដ៏សំខាន់របស់អ្នកគឺជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវសម្រាប់ខ្ញុំប្រើ style បងតកែរបស់ Freshy ឲ្យតែគេនិយាយពាក្យថាអ្នកគាត់ប្រែមកដាក់ពាក្យថាខ្ញុំហ្នឹងអញ្ចឹងកិច្ចការដ៏សំខាន់របស់ខ្ញុំគឺជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវអញ្ចឹងគាត់កែពាក្យអញ្ចឹងថាwow style គាត់លុយកន្លែងណាពាក្យថា you ក៏ដាក់ពាក្យថា I កន្លែងណាពាក្យខ្មែរយើងដាក់ពាក្យថាអ្នកគាត់ដាក់ពាក្យថាខ្ញុំថាគឺជាទំនួលខុសត្រូវអញ្ចឹង Robert គាត់លើកចិត្តឲ្យយើងបន្តរៀនប៉ុន្តែអ្វីដែលសំខាន់នោះគឺជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវយើងផ្ដោតទៅលើការបង្រៀនយើងប្រាប់គេត្រង់ថាអូខេខ្ញុំផ្ដល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុអញ្ចឹងនៅពេលដែលបងប្អូនចូលមកបងប្អូនយើងរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុហើយសម្រាប់ពួកខ្ញុំជម្រាបប្រាប់បងប្អូនយើងពួកខ្ញុំមានកម្មវិធីបន្តទៀតបើសិនបងប្អូនចាប់អារម្មណ៍អាចសាកសួរក្រុមការងារខ្ញុំបានអញ្ចឹងនៅទីនេះបើសិនជាខ្ញុំមានកម្មវិធីបន្តទៀតជួយគាំទ្រដល់ការសិក្សារៀនសូត្ររបស់បងប្អូនយើងឲ្យរៀនបានលឿនហើយរីកចម្រើនបានលឿនបងប្អូនអ្នកខ្លះចាប់អារម្មណ៍បាទអ្នកចាប់អារម្មណ៍សូមដាក់ពាក្យ I នៅក្នុង chat សម្រាប់ពួកខ្ញុំស្មោះត្រង់អញ្ចឹងប្រាប់ថាមានបងប្អូនយើងមកជួបខ្ញុំហើយអត់តែតែមានអីថ្មីបន្តទៀតទេតែពួកខ្ញុំអត់បានទម្លាប់នៅក្នុងការធ្វើការលក់ដីលក់ផ្ទះលក់អីគឺអត់ទេ Master បងគាត់ហាមកន្លែងហ្នឹងអញ្ចឹងRobertគាត់ផ្ដាំយើងជ្រើសរើសគ្រូឲ្យបានត្រឹមត្រូវអូខេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងបន្តនៅក្នុងការធ្វើការសិក្សារៀនសូត្រក្រុមការងាររបស់ខ្ញុំគាត់នឹងណែនាំឱកាសអីមួយដែលខ្ញុំជឿជាក់ថាបងប្អូនយើងទៅទីនេះគួរតែចាប់យកខ្ញុំធ្លាប់ឃើញបងប្អូនយើងដែលបន្តធ្វើការសិក្សារៀនសូត្រអញ្ចឹងនៅពេលដែលគាត់រៀនមកថាគាត់អញ្ចឹងនៅពេលដែលកន្លែងនេះគាត់រៀនគាត់ឡើងបាទគាត់ឡើងគាត់លូតលាស់គាត់រីកចម្រើនឡើងនេះគឺ training បដោះបដាលតទៅប្រទេសគាត់ចាប់ដើមធ្លាក់វិញទៅពេលគាត់ training ទៀតអញ្ចឹងទៅគាត់ឡើងវិញអញ្ចឹងទៅតែដល់ពេលមនុស្សមួយក្រុមទៀតបាទខ្ញុំផ្ដល់ពណ៌ឃើញមនុស្សមួយក្រុមទៀតគាត់ធ្វើរឿងត្រូវគាត់ training ហើយរួចហើយគាត់ឡើងហើយគាត់តទៅមុខទៀតបាទគាត់ទៅដោយសារគាត់មានអីខ្លះគាត់ training ហើយគាត់មាន mastermind បាទបងប្អូនយើងដាក់ mastermind តមកទៀតគាត់មានone to one បាទខ្ញុំសេអានេះទៅឲ្យធំទៅគាត់មាន one to one coaching មានថាការបង្ហាត់បង្ហាញមួយទល់មួយដោយខ្ញុំធ្វើរាល់ដងរាល់ថ្ងៃអញ្ចឹងមានបងប្អូនយើងជាម្ចាស់អាជីវកម្មម្ចាស់រោងចក្របាទរាល់ថ្ងៃមានម្ចាស់រោងចក្រមានម្ចាស់ clinic បាទមានម្ចាស់អាជីវកម្មធំគួរសមអញ្ចឹងពួកគាត់បន្តរីកចម្រើនរហូតដោយសារតែ training ក៏គាត់ចូលmastermind ក៏គាត់មានហើយone to one ក៏គាត់ចូលហើយអ្វីដែលពិសេសនោះទៀតនៅក្នុងក្រុមគ្រួសាររបស់គាត់មាន family mastermind បងប្អូនយើងអាចសេក្នុង chat ដាក់ពាក្យ family mastermind អញ្ចឹងខ្ញុំឃើញដែរអ្នកដែលគាត់រៀនអញ្ចឹងទៅគាត់ឈប់តែទៅធ្លាក់វិញហើយអ្នកខ្លះលុយឡើងតែធ្លាក់សុខភាពអ្នកខ្លះលុយឡើងតែធ្លាក់គ្រួសារដល់ពេលអញ្ចឹងដើម្បីឲ្យវារីកចម្រើនទៅទាំងព្រមលុះណាតែមានរូបមន្ត3ហ្នឹង training ក៏ចូល mastermind ក៏មានរួចហើយ one to one ក៏ធ្វើអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនយើងចាប់អារម្មណ៍កន្លែងហ្នឹងដោយសារពេលវេលាដែលយើងត្រូវកសាងទ្រព្យសម្រាប់អនាគតខ្លួនឯងសម្រាប់គ្រប់គ្រងការសិក្សារៀនសូត្ររបស់កូនគឺឥឡូវហ្នឹងអត់ចាំពេលណាទេគឺឥឡូវហ្នឹងឯងបងប្អូនដាក់ពាក្យក្នុងឆាតដាក់ពាក្យថា the time is now បាទ the time is now បាទពេលវេលាគឺឥឡូវហ្នឹងអត់ចាំពេលក្រោយតែយើងទម្លាប់ចាំពេលក្រោយ
ពាក្យថារងចាំខ្លាចជាទម្លាប់ហើយ the time is now ចឹងសួរថាពេលណាដែលខ្ញុំត្រូវរៀនដើម្បីធ្វើអាជីវកម្មរបស់ខ្ញុំរីកចម្រើនគឺ now ពេលណាដែលខ្ញុំត្រូវរៀនដើម្បីឲ្យប្រាក់ចំណូលរបស់ខ្ញុំរីកចម្រើនគឺ now ពេលណាដែលខ្ញុំរៀនដើម្បីឲ្យខ្ញុំមានទំនួលខុសត្រូវខ្ពស់សម្រាប់ការសិក្សារៀនសូត្ររបស់កូនរបស់ខ្ញុំគឺ now ពេលណាខ្ញុំត្រូវរៀនដើម្បីឲ្យខ្ញុំមានកញ្ចប់ថវិកានៅពេលដែលខ្ញុំចាស់ទៅខ្ញុំមានសេរីភាពផ្នែកហិរញ្ញវត្ថុគឺ now គឺឥឡូវហ្នឹងអត់ចាំពេលក្រោយតែចាំពេលក្រោយខ្លាចជាទម្លាប់ហើយនៅភ្លេចអាយុ30ជាង40ជាងភ្លេចអាយុ50ជាងភ្លេចដាក់ពាក្យទៅធ្វើការគេលែងទទួលដោយសារយើងខ្លាចទៅជាបេតិកភណ្ឌបាត់ហើយនឹងយើងចាស់អញ្ចឹងឥឡូវក្មេងៗមកកណ្ដោគេមិនយកយើងចាស់គេយកក្មេងៗគ្នាគេហើយអញ្ចឹង the time is now ពេលវេលាគឺឥឡូវនឹងដែលយើងត្រូវធ្វើបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងដាក់ចិត្តដាក់កាយថាអូខេបានទៅជួបលោកគ្រូហើយចង់ជួបគាត់ជាបន្តទៀតបើថា offline online យើងជួបគ្នាបន្តដើម្បីយើងមានឱកាសនៅក្នុងការសហការគ្នានិយាយចំយើងបន្តសិក្សារៀនសូត្រជាប្រចាំបាទជាមួយគ្នាអញ្ចឹងអបអរសាទរបងប្អូនយើងខ្ញុំជួយតែដៃខ្លួនឯងមួយសូមជួបក្រុមការងាររបស់ខ្ញុំវិញហើយគាត់នឹងណែនាំកម្មវិធីល្អដើម្បីបងប្អូនយើងអាចថានឹងមានឱកាសចូលរួមជួបខ្ញុំចាតែដែរឲ្យ Master មួយអរគុណច្រើនមែនតើសូមអរគុណ Master ដែលបានបង្ហាញនៅថ្ងៃនេះចាអញ្ចឹងខ្ញុំសូមចែកម្លែកនៅឱកាសជាពិសេសមួយគឺកម្មវិធី online និង offline អញ្ចឹងខ្ញុំចង់បង្ហាញអ្នកនរគ្នាទាំងពីរនឹងតែម្ដងហើយកម្មវិធីមួយនេះគឺជាកម្មវិធីមួយដែលសិក្សាស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុពេលនេះខ្ញុំបង្ហាញទាំងពីរតែម្ដងគឺ Cashflow online និង Cashflow program Cashflow online យើងបង្ហាញដោយ virtual ហើយ Cashflow program គឺជួបផ្ទាល់តែម្ដងចាអញ្ចឹងហេតុអីបានជាយើងត្រូវចូលកម្មវិធីមួយនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថាហេតុអីបានចូលសិនតើតើអ្នកទាំងអស់គ្នាដឹងសិនព្រោះអ្នកទាំងអស់គ្នានៅទីនេះអ្នកខ្លះថ្មីអ្នកខ្លះគឺធ្លាប់ចូលហើយចូលហើយអ្នកខ្លះចូលហើយអត់ទាន់យល់ច្បាស់ទេអញ្ចឹងដោយលោក Robert Kiyosaki គាត់បាននិយាយថាចូលឲ្យបានច្រើនដងពី1ក៏រហូតដល់6យ៉ាងហើយនេះចូលឲ្យបាន6ដងដែរបើមិនបាន100ដងដោយលោក Robert Kiyosaki និយាយក៏បាន6ដងដែរអញ្ចឹងសាករាប់ខ្លួនឯងមើលបាន6ដងនៅចាហើយអ្នកដែលអត់ទាន់ចូលបានម្ដងទេលើកនេះត្រូវតែសម្រេចចិត្តចូលហើយចាហើយកម្មវិធីរបស់យើងគឺជួយទៅលើអីគេខ្លះគឺតកតងនឹងយុទ្ធសាស្ត្រតកតងនឹងចិត្តសាស្ត្រតកតងនឹងការទំនាក់ទំនងតកតងនឹងការចរចាបង្កើនភាពឆ្លាតវៃនៅក្នុងការសម្រេចចិត្តទៅលើផ្នែកហិរញ្ញវត្ថុតកតងនឹងការចាត់ចែងគ្រប់គ្រងថ្ងៃនេះបងប្អូនទាំងអស់គ្នាបានជួបជាមួយ Master មួយកម្រិតគឺបងប្អូនយកទៅអនុវត្តបានមួយចំនួនហើយហើយនៅពេលដែលបងប្អូនជួបជាមួយ Master មួយថ្ងៃពេញចាពីព្រឹករហូតដល់ល្ងាចចាអញ្ចឹងបងប្អូននឹងរៀនបានកាន់តែច្រើនបង្កើនភាពឆ្លាតវៃក្នុងការសម្រេចចិត្តទៅលើការប្រើប្រាស់ហិរញ្ញវត្ថុយើងបានល្អប្រសើរការចាត់ចែងដំណើរផ្លូវហិរញ្ញវត្ថុរបស់យើងឲ្យមានពិតប្រាកដមិនមែនមានឆាប់ហើយទៅវិញមានហើយទៅវិញមានហើយទៅវិញបានហើយបាត់បង់បានហើយបាត់បង់ឯងគឺមានពិតប្រាកដចាហើយការប្រើប្រាស់ការពារទ្រព្យរបស់យើងមានលុយមានទ្រព្យហើយការពារបើអត់ការពារមានអ្នកជួយការពារជំនួសចាអញ្ចឹងហើយតកតងទៅនឹងមួយនេះគឺតកតងនឹងចិត្តសាស្ត្រតកតងនឹងការកសាងទ្រព្យទៀតចាមានបង្កើនសមត្ថភាពជឿជាក់លើការសម្រេចចិត្តក្នុងការវិនិយោគមិនថានៅក្នុងវិនិយោគបែបបច្ចុប្បន្នទ្រព្យមិនថាវិនិយោគទៅលើអាជីវកម្មមិនថានៅក្នុងទីផ្សារភាគហ៊ុនទេជួបផ្ទាល់បានដឹងបង្កើនប្រាក់ចំណូលឲ្យកាន់តែល្អប្រសើរបង្កើនភាពរីករាយនៅក្នុងក្រុមគ្រួសារហើយខ្ញុំលើកទឹកចិត្តបើសិនជាអាចមកជាស្វាមីភរិយានាំគាត់មកឲ្យលេងឲ្យបានអញ្ចឹងក៏ពេលគាត់មករៀនហើយបានគាត់ដឹងថាអូបើសិនជាគាត់រៀនចេះចំណេះដឹងផ្នែកហិរញ្ញវត្ថុហ្នឹងគាត់អត់មានចាញ់បោកគេអត់មានសម្រាប់ចិត្តខុសរហូតដល់បាត់បង់លុយដល់2-30000ដុល្លារអ្នកខ្លះចូលដល់ខ្ទង់ហ្នឹងហើយបើបងប្រុសដែលខ្ញុំធ្លាប់ស្គាល់ហ្នឹង30000ដុល្លារមិត្តភ័ក្ដិខ្ញុំដែលនៅសៀមរាបគឺគាត់បាត់បង់រហូតដល់20000ដុល្លារដោយសារការសម្រេចចិត្តខុសហើយគាត់បានមករៀនទៅគាត់ថាអូគាត់ឆ្លោះប្រចាំងទៅខ្លួនឯងវិញអញ្ចឹងយើងកុំឲ្យបាត់បង់ដោយគាត់ចាហើយ investment fee នៅថ្ងៃនេះត្រឹមតែ$27អ្នកនរគ្នាកម្មវិធីមួយនេះគឺមួយថ្ងៃពេញតែម្ដងចាមួយទៀតបងប្អូនអ្នកគ្នាអ្នកនៅភ្នំពេញឬក៏អ្នកតាមបណ្ដាខេត្តប៉ុន្តែចង់មកដល់ហ្មងកម្មវិធី Cashflow program សិក្សាស្វែងយល់អំពីហិរញ្ញវត្ថុនឹងដូចគ្នាអញ្ចឹងអ្នកនរគ្នាមានជម្រើស2គឺ online ក៏បានជួបផ្ទាល់ក៏បានដែរខ្ញុំប្រាប់ទាំងពីរហ្នឹងដោយសារដឹងថាបងប្អូនខ្លះនៅក្រៅប្រទេសខ្ញុំចង់បង្ហាញថាបច្ចុប្បន្នរៀនជាមួយ Master ខាងពិសិដ្ឋគឺមានភាពងាយស្រួលខ្លាំងមែនតើឥឡូវខ្ញុំចង់សួរបងប្អូនអ្នកគ្នាតើពីជម្រើសហ្នឹងបងប្អូនយកមួយណា A B